Happy Sabbath បងប្អូននៅគ្រប់ទីកន្លែងចាយើងអរគុណដល់ព្រះអង្គម្ចាស់នៅថ្ងៃសបាសរបស់ព្រះអង្គនៅពេលព្រឹកថ្ងៃសៅរ៍ចានៅសហរដ្ឋអាមេរិកចាហើយនៅស្រុកខ្មែរចាយើងល្ងាចថ្ងៃបរិសុទ្ធហើយប្រហែលជាថ្ងៃលិចហើយនៅទីនោះចាយើងខុសគ្នានៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗអញ្ចឹងយើងអរគុណព្រះអង្គម្ចាស់ភពមាន100ផ្សេងៗប្រហែលជាខុសថ្ងៃខុសយប់គ្នានឹងឯងណាបងប្អូនអរគុណដល់ព្រះអង្គម្ចាស់ព្រះអង្គបានមកកើតមករដូវ3-4រដូវខុសៗគ្នាមានត្រជាក់មានក្តៅមានវមធម្មតាចាធាតុអាកាសត្រជាក់ធម្មតាហើយអរគុណដល់ព្រះអង្គម្ចាស់មែនទែនចាគឺអ្វីៗគឺព្រះអង្គបង្កើតទាំងអស់អញ្ចឹងចាទាំងថ្ងៃទាំងខែទាំងផ្កាយរបស់សពសារពើផែនដីឋានសួគ៌គឺមានតែទ្រង់ទេអ្នកបង្កើតនោះហើយជាព្រះអស់ទាំងព្រះជាស្ដេចអស់ទាំងស្ដេចដែលព្រះអង្គមានអំណាចគ្រប់ទាំងអស់អះអាងថាជាព្រះពិតព្រះដែលបង្កើតផ្ទៃមេឃផែនដីរបស់សពសារពើនោះហើយជាព្រះពិតបងប្អូនបើព្រះណាដែលមិនអះអាងបង្កើតផ្ទៃមេឃផែនដីព្រះដែលមនុស្សបានលើកឡើងឯណាបងប្អូនជាមនុស្សទេអញ្ចឹងគេថាអញ្ចឹងព្រះយេស៊ូវជាមនុស្សដែរនោះមកផែនដីមកសគត់នៅលើឈើឆ្កាងមែនព្រះអង្គមានតាំងពីកំតានផែនដីចាមិនទាន់ផែនដីមិនទាន់មានគឺព្រះអង្គបជនរបស់ព្រះអង្គមានជាដើមជាចុងអូផាអូមេហ្គាអាចារ្យម្ល៉េះហើយជាដើមជាចុងគ្មានអ្នកណាមួយមានបជនដូចជាត្រង់នោះទេចាបជនរបស់ព្រះអង្គគឺមិនស្លាប់នោះទេដែលព្រះអង្គមកផែនដីដែលស្លាប់ក្រោយប្រពុតកើតក្រោយប្រពុតគឺអត្តន័យថាព្រះអង្គមកចាប់ជាតិយកជាតិជាមនុស្សចាដើម្បីមកសគត់នៅលើជាកាងជំនួសបាបកូនរបស់គ្នាចាប៉ុនមនុស្សមិនជឿគឺគេអត់ជឿក្នុងការហ្នឹងទេណាបងប្អូនអញ្ចឹងយើងអ្នកជឿយើងទទួលមិនអញ្ចឹងជឿយើងទទួលធ្វើតាមស្ដាប់បង្គាប់ចាម្ល៉េះហើយយើងជឿស្ដីជំនឿរាប់ចេញជាបរិសុទ្ធចាមនុស្សសុចរិតរស់នៅអាងស្ដីជំនឿណាបងប្អូននៅសម័យចុងក្រោយចាអញ្ចឹងសេចក្តីស្រឡាញ់សេចក្តីជំនឿសេចក្តីសង្ឃឹមហ្នឹងគឺមានដល់ពួកបរិសុទ្ធរបស់ព្រះអង្គចាគឺសំខាន់ជាងគេគឺជាសេចក្តីស្រឡាញ់ព្រោះសេចក្តីស្រឡាញ់ជាតួរបស់ព្រះគ្រីស្ទចាផ្ទៃមេឃផែនដីរបស់សពសារពើនិយាយភាសាផ្សេងនឹងបាត់ប៉ុនសេចក្តីស្រឡាញ់អត់បាត់គឺជាតួរបស់ព្រះអង្គជាតួនៃសេចក្តីស្រឡាញ់អីមែនអរគុណដល់ព្រះអង្គចាស់នៅថ្ងៃបរិសុទ្ធថ្ងៃនេះនាងខ្ញុំលើកយកមេរៀនមួយចាព្រោះរៀនទៅបងប្អូនតែងតែកំជុះតែងតែយល់ច្រឡំទាំងនាងខ្ញុំផងចាមានត្រឹមតែបងប្អូននាងខ្ញុំប្រកែកប្តីខ្ញុំ12ដងចាហើយម្ល៉េះហើយនាងខ្ញុំយកមេរៀននេះមករៀនដើម្បីឲ្យច្បាស់ខ្លួនឯងហើយនឹងបងប្អូនផ្សេងទៀតផងដែរណាចាគឺការរស់ឡើងវិញយើងដឹងថាមាន5ក្រុមចាបងប្អូនបើគ្រាន់ថានាងខ្ញុំលើកយកក្រុមទី1ជាកណ្ដាប់កវីនេះមករៀនជាមួយគ្នាលំអិតកូនមិនអាចធ្វើបានកូនមិនអាចចាំបានទេចាគឺមានវត្តមានរបស់ទ្រង់ជាព្រះអស់ទាំងព្រះជាស្ដេចអស់ទាំងស្ដេចជាគ្រូពេទ្យអស់ទាំងគ្រូពេទ្យនេះជាគ្រូអស់ទាំងគ្រូមកគង់នៅកណ្ដាលកូនអស់គ្នាបច្ចេស្តារបស់ទ្រង់បានបើកសម្ដែងឲ្យកូនអស់គ្នាបានយល់នៅតាមរយៈព្រះបន្ទូលរបស់ព្រះអង្គតាមព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់បើកូនអស់គ្នាមានទំនៀមទម្លាប់ការប្រព្រឹត្តថ្វាយគុំរកព្រះឬមានសេចក្តីខុសឆ្គងផ្សេងព្រះអង្គមិនស្ដាប់កូនអស់គ្នាឮក៏ទ្រង់មេត្តាបានអត់ទោសដល់កូនអស់គ្នាជាមុនដើម្បីឱកាសទិដ្ឋានរបស់កូនអស់គ្នាបានឮដល់ប្រការទ្រង់ទំងោកូនអស់គ្នាបានឮដល់ទ្រង់ម្ល៉េះហើយសូមឲ្យព្រះអង្គបានអត់ទោសដល់កូនអស់គ្នានៅថ្ងៃជួបសម្រាប់របស់ព្រះអង្គនៅរៀងរាល់ថ្ងៃទោះតែកូនអស់គ្នាមានស្ដីសៅមោឬស្ដីរបួងនាំចិត្តផ្សេងបែកឆ្វេងបែកស្ដាំយ៉ាងណាក៏ដោយក៏ទ្រង់មេត្តាបានអត់ទោសដល់កូនអស់គ្នាមករកទ្រង់នៅថ្ងៃបរិសុទ្ធរបស់ព្រះអង្គប្រកូនអស់គ្នាធ្វើការនៅក្នុងជីវិតសាច់ឈាម6ថ្ងៃកូនអស់គ្នាខ្សោយម្ល៉េះហើយកូនមករកទ្រង់ដើម្បីឲ្យទ្រង់បានចម្រើនកម្លាំងប្រឹងស្ដីជំនឿកូនអស់គ្នាឲ្យកូនអស់គ្នាមានជំនឿនិងកម្លាំងនិងចិត្តក្លាហានដើម្បីធ្វើការទ្រង់1ម៉ោងចុងក្រោយសូមអរគុណដល់ព្រះអង្គម្ចាស់ចាព្រះអង្គប្រាប់លោកពូថាព្រះអង្គមិនបើកឲ្យស្ត្រីបង្រៀននេះឬក៏
อธิบายនោះទេប៉ុន្តែក្នុងករិនថូសចំពុក11ចាបានឲ្យយើងបានពាក់មួកចាមេរៀននេះគឺប្រាប់ឲ្យយើងបានពាក់មួកហើយយើងអាចអធិប្បាយយើងអាចអធិដ្ឋានបានណាបងប្អូនស្ត្រីក៏ធ្វើជាហោរាបានណាបងប្អូនស្ត្រីក៏អាចបង្កើតជាក្រុមជំនុំដោយអ្នកស្រីអាឡែនច្វាយចាគ្រាន់ថាយើងកុំឲ្យមានអំណាចលើបរោះកុំឲ្យជាប៉ាស្ទ័រពួកយើងមិនទទួលស្ត្រីជាប៉ាស្ទ័រនោះទេចាហើយអត់មានអំណាចលើបរោះដោយអ្នកស្រីជូឌីគាត់ដឹកនាំក្រុមជំនុំគាត់ថាអធិប្បាយគាត់ទិដ្ឋានប៉ុន្តែក៏អត់ជំនួយទឹកទេណាបងប្អូនអញ្ចឹងយើងអរគុណដល់ព្រះអង្គម្ចាស់យើងដឹងតួនាទីរបស់យើងថាយើងជាដីរបស់យើងជាក្បាលរបស់យើងណាចាយើងជាឆ្អឹងជំនីរបស់គាត់នោះទេម្ល៉េះហើយយើងនៅទុកឲ្យបរោះធ្វើជាប៉ាស្ទ័រធ្វើជាអ្នកដឹកនាំធំចាយើងទាំងអស់គ្នាគាត់ថាជាជំនួយជាហោរាជាអធិប្បាយឬក៏រៀនព្រះបន្ទូលព្រះអង្គច្រៀងសរសើរព្រះអង្គអីនៅក្នុងការនឹងចាស់ណាចាយើងអរគុណដល់ព្រះអង្គម្ចាស់មុននឹងយើងចាប់ផ្ដើមនៅការរៀននៅម៉ោងព្រឹកឡើងនេះចានាងខ្ញុំលើកយកមេរៀនមួយនៅក្នុងសេចក្តីរស់ឡើងវិញមុននឹងយើងចាប់ផ្ដើមនៅក្នុងការនេះនាងខ្ញុំនឹងអធិដ្ឋានជាមួយបងប្អូនហើយយើងចាប់ផ្ដើមច្រៀងហើយនាងខ្ញុំលើកយកតាមមួយក្រុមទេដើម្បីមកបញ្ជាក់ឲ្យបងប្អូនបានយល់នៅកណ្ដាប់កវីទាំងនាងខ្ញុំផងដែរណាចាអញ្ចឹងបងប្អូនសម្រួលចិត្តជាមួយនាងខ្ញុំយើងអធិដ្ឋានយាងនៅគ្រូលើអស់ទាំងគ្រូចាជាស្ដេចលើអស់ទាំងស្ដេចជាព្រះអង្គម្ចាស់លើអស់ព្រះអង្គម្ចាស់នេះមកគង់កដាកូនអស់គ្នាដើម្បីឲ្យទ្រង់បានបើកសម្ដែងឲ្យកូនអស់គ្នាបានយល់នៅស្ដីពិតរបស់ទ្រង់ព្រះអង្គឲ្យកូនខ្លីឲ្យកំណត់ខ្លីឲ្យបញ្ញាជួការកូនអាននៅព្រះបន្ទូលរបស់ព្រះអង្គប្រាប់ទៅភ្លាមនោះកូនភ្លេចបាត់ចាពេលកូនអានបន្តទៅទៀតម្ល៉េះហើយកូនភ្លេចភ្លាំងមែនតែម្ល៉េះហើយសូមឲ្យវត្តមានរបស់ទ្រង់ជាព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់នេះមកតាំងទីលំនៅក្នុងកូនប្រទានឲ្យកូនបានយល់នៅស្ដីពិតរបស់ព្រះបន្ទូលទ្រង់ដើម្បីរៀនជាមួយនឹងបងប្អូនដើម្បីឲ្យកូនអស់គ្នាបានយល់ផងដែរសូមបងប្អូនទៅអធិដ្ឋានទៅជាមួយនឹងខ្ញុំចាបងប្អូនសម្រួលចិត្តជាមួយនឹងខ្ញុំអធិដ្ឋានជាមួយនឹងខ្ញុំនៅម៉ោងចាប់ផ្ដើមអោព្រះបវតាដែលគង់នៅឋានសួគ៌របស់ខ្ញុំម្ចាស់ទុំមកគុំទាំងអស់គ្នាសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធរាជទ្រង់ឆាប់មកដល់ផាតីទ្រង់បានសម្រេចនៅផែនដីឋានសួគ៌ដែលសម្បទានអាហារដល់កូនត្រូវការនៅថ្ងៃនេះសូមអត់ទោសការរំលងរបស់កូនឲ្យកូនបានចេះអត់ទោសដល់អ្នកដែលធ្វើខុសនឹងកូនផងដែរសូមកំណំកូនចូលសេចក្តីលបួងឡើយព្រះអង្គឲ្យប្រុសកូនបានរួចផុតពីសេចក្តីអាក្រក់អំណាចចេស្តាសេរីល្អជារបស់ផងទ្រង់អកលជានិច្ចអាមែនខ្ញុំម្ចាស់ទូមគុំបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងតំណាងបងប្អូននៅទីនេះនៅកន្លែងផ្សេងក៏សូមលន់តួនៅអំពើបាបទៅគុណអស់គ្នាបានធ្វើប្រងួយថ្ងៃកន្លងមកនេះព្រះអង្គឲ្យតួតែម្លងបញ្ញត្តិរបស់ទ្រង់ប្រការណាមួយដេកដើរឈរអង្គុយពាក្យសម្ដីកាយវិការចរិតលក្ខណៈក៏ទ្រង់មេត្តាបានអត់ទោសដល់កូនអស់គ្នាលាងសម្អាតកូនអស់គ្នាដល់ព្រះលហិតដ៏មានបជាស្ដាញែកកូនអស់គ្នាចេញជាបរិសុទ្ធនៅថ្ងៃបរិសុទ្ធរបស់ទ្រង់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គសម្អាតចិត្តកូនអស់គ្នាដោយស្ដីពិតនៅព្រះបន្ទូលទ្រង់កាយចរិតលក្ខណៈកូនអស់គ្នាដោយស្ដីជំនឿនៅប្រគុណរបស់ទ្រង់ប្រកូនអស់គ្នាក៏បានសង្គ្រោះដោយជំនឿនៅប្រគុណរបស់ព្រះអង្គម្ល៉េះហើយសូមឲ្យព្រះអង្គបានជាព្រះអស់ទាំងព្រះជាស្ដេចអស់ទាំងស្ដេចជាគ្រូអស់ទាំងគ្រូមកគង់កណ្ដាលកូនអស់គ្នាសូមវត្តមានរបស់ព្រះអង្គពី2នាក់ឡើងទៅប្រជុំគ្នាវត្តមានរបស់ព្រះអង្គគង់កណ្ដាលធ្វើជាគ្រូបង្ហាត់បង្រៀនកូនអស់គ្នាព្រះអង្គឲ្យកូនខ្លីឲ្យកំណត់ខ្លីបញ្ញាកូនជាមនុស្សល្ងងល្ងើនេះសូមឲ្យព្រះអង្គបានតាំងទីលំនៅក្នុងកូនប្រទានឲ្យកូនបានយល់នៅសេចក្តីពិតរបស់ព្រះអង្គនិងបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងដើម្បីឲ្យកូនអស់គ្នាបានត្រារបស់ព្រះអង្គឲ្យកូនអស់គ្នាមានតែវត្តមានរបស់ទ្រង់ទេដែលបញ្យល់កូនអស់គ្នានាំកូនអស់គ្នាចូលគ្រប់ទាំងស្ដីពិតបើកូនអស់គ្នាមានទំនៀមទម្លាប់ការប្រព្រឹត្តថ្វាយគុំរូបព្រះឬក៏ស្ដីខុសទុច្ចរិតផ្សេងក៏ទ្រង់បានសម្អាតលាងសម្អាតកូនអស់គ្នាដើម្បីឲ្យការអធិដ្ឋានរបស់កូនអស់គ្នាបានលឺដល់ប្រការទ្រង់ព្រះអង្គឲ្យកូនមានមាត់អាចនិយាយដល់គេស្ដាប់បានឲ្យកូនបានច្រៀងនិងកំសាន្តចិត្តបងប្អូនគ្រប់ទីកន្លែងសូមឲ្យសេចក្តីជំនុំរះមនុស្សរស់នេះលឺដល់បងប្អូនគ្រប់ទីកន្លែងដើម្បីឲ្យបងប្អូនបានភ្ញាក់ឡើង
ហើយរាជរបស់ព្រះអង្គជារបស់ព្រះអង្គនៅគ្រប់ទីកន្លែងសវណ្ណេវន្ធីសូមឲ្យគេបានលឺនៅសេចក្តីពិតរបស់ទ្រង់ឲ្យគេបានចេញមកក្នុងក្រោលរបស់ព្រះអង្គនៅដើម្បីឲ្យគេបានទទួលត្រាដើម្បីគេបានធ្វើការ1ម៉ោងចុងក្រោយនេះផងដែលសម័យកំពុងរបស់ត្រានេះព្រះអង្គសូមឲ្យគេបានទទួលហើយឲ្យគេបានទៅច្រូតនៅក្នុងការមកវងធំទៅទៀតផងដែរសូមឲ្យវត្តមានរបស់ព្រះអង្គជួយកូនអស់គ្នានៅថ្ងៃបរិសុទ្ធព្រះអង្គឲ្យសូមដាក់ព្រះបន្ទូលនៅក្នុងមាត់ខ្ញុំម្ចាស់ប្រភពទ្រង់ភ្លឺមកកូនបើសម្ដែងកូនបានយល់សូមអត់ទោសនៅស្ដីទុច្ចរិតរបស់កូនសូមដែលកូនអស់គ្នាមានបបោមាត់ស្អាតរស់នៅក្នុងចំណោមដែលមនុស្សដែលមានបបោមាត់ស្អាតសូមដកនៅស្ដីទុច្ចរិតចេញពីមាត់កូនហើយយកល្ងើកភ្លើងពីអាសនានោះប៉ះពាល់នៅមាត់របស់កូនឲ្យកូនបានរួចផុតពីសេចក្តីទុច្ចរិតអស់ទាំងនោះផងដែរព្រះអង្គឲ្យសូមឲ្យព្រះអង្គបានជួយកូនសូមឲ្យមាត់កូនបាននិយាយទៅbằngគេស្ដាប់បានសូមឲ្យព្រះអង្គបានតាំងទីលំនៅក្នុងកូនឲ្យប្រទានឲ្យកូនមានបញ្ញាយោបល់នេះមកពីព្រះអង្គព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងមាត់កូនកូនមិនអាចធ្វើការនេះបានទេកូនជាមនុស្សល្ងីល្ងើខ្សត់ខ្សោយជាមនុស្សមានបាបនេះព្រះអង្គឲ្យកូនពឹងផ្អែកទៅលើទ្រង់តែមួយគត់កូនសូមគ្រប់ការទាំងអស់នេះកូនតែងទៅទូលថ្វាយអរព្រគុណដាក់នៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអូខេបងប្អូនចាំមុនឲ្យយើងចាប់ផ្ដើមនៅការរៀននេះខ្ញុំនាំយកចម្រៀងមួយបទនៅក្នុងសៀវភៅទំនុកដង្កើងលេខ56ព្រះអង្គសង្គ្រោះទ្រង់រស់នៅចាចម្រៀងនេះចាខ្ញុំច្រៀងច្រើនចាមេរៀនចម្រៀងនេះចាព្រោះត្រូវនឹងការរស់ឡើងវិញរបស់ព្រះអង្គយើងដឹងថាការព្រះអង្គយាងមកជាលើកទី1យើងថាយាងមកជាលើកទី1ព្រះអង្គផ្សាយពីនគររបស់ព្រះអង្គនគរនៅកណ្ដាលអ្នករាល់គ្នាហើយអញ្ចឹងនគររបស់ព្រះអង្គដែលព្រះអង្គផ្សាយគឺជានគរប្រគុណណាបងប្អូនដែលផ្សាយពីនគររបស់ព្រះអង្គ40ថ្ងៃចាពេលព្រះអង្គរស់ឡើងវិញហើយក៏ព្រះអង្គបានរើសបាន120នាក់ចាហើយក៏បានក្រោយទៀតនេះយើងចាំរៀនជាមួយគ្នាយើងនឹងយល់ក្នុងការហ្នឹងម្ល៉េះហើយសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាហើយការរស់ឡើងវិញពីក្រុមនេះមកក្រុមនោះរស់ឡើងវិញជាមួយព្រះអង្គដែលព្រះអង្គសគត់បាន3ថ្ងៃហើយរស់ឡើងវិញជាកណ្ដាប់កវីនោះគឺទៅជាមួយព្រះអង្គចាហើយមកក្រុមទៀតចាមកក្រុមទៀតគឺរស់3នាក់គឺឡាសាកូនរបស់ស្រីមេម៉ាយនៅស្រុកកាអ៊ីនហើយនឹងកូនមេឃុំរស់ឡើងវិញគេរស់អត់មានសេរីល្អគេនឹងស្លាប់ទៅវិញតាមជីវិតរបស់មនុស្សយើងចាគឺពុកកលួយដូចជាមនុស្សយើងប៉ុន្តែមកក្រុមដែលរស់ទៅនោះគឺជីវិតអស់កលដែលរស់ទៅជាមួយនឹងព្រះអង្គចាប់ដើមគេរស់តាំងពីកំណើតផែនដីរហូតដល់ឈើឆ្កាងណាចាយើងនឹងរៀនជាមួយគ្នាយើងនឹងយល់ក្នុងការនឹងបន្ថែមគេជាកណ្ដាប់កវីសម្រាប់មនុស្សស្លាប់ផលមនុស្សស្លាប់និងផលមនុស្សរស់ចឹងនាងខ្ញុំយកការនឹងមករៀនដើម្បីឲ្យទាំងនាងខ្ញុំទាំងបងប្អូនបានយល់ច្បាស់ជាព្រះវិញ្ញាណបរិសុទ្ធទេដែលអាចបញ្យល់យើងឲ្យយើងបានយល់នៅស្ដីពិតកូនគ្មានអំណាចឬកូនគ្មានបញ្ញាក្នុងការនឹងទេព្រះអង្គហើយសូមឲ្យព្រះអង្គបានជួយកូនអស់គ្នានៅថ្ងៃបរិសុទ្ធសូមបងប្អូនមកយល់តោះក្រោកឈរជាមួយនឹងនាងខ្ញុំច្រៀងនៅលេខ56ព្រះអង្គសង្គ្រោះទ្រង់រស់នៅអាមែនព្រះអង្គសង្គ្រោះទ្រង់រស់នៅទ្រង់មានព្រះជន្មសពថ្ងៃខ្ញុំដឹងប្រកបថាទ្រង់រស់ទូបាបដល់បែបសង្សារព្រោះទ្រង់បានជួយសង្គ្រោះខ្ញុំឲ្យរួចពីអូទាំងបាបហើយទ្រង់គង់នៅចិត្តខ្ញុំដែរជារៀងដរាបព្រះគ្រីស្ទទ្រង់រស់ព្រះអង្គរស់នៅសពថ្ងៃទ្រង់រស់ឡើងវិញហើយគង់ជាមួយនឹងខ្ញុំជាអាទាំងត្រីព្រះគ្រីស្ទទ្រង់រស់បានជាទ្រង់អាចសក្តិព្រះអង្គសក្តិនៅចិត្តផងខ្ញុំអូទ្រង់ព្រះយេ
ទ្រង់រួលងឡើងជាព្រះកតគឺជាព្រះពិតដ៏គង់កាលណាខ្ញុំមានសេចក្តីល្បួងនោះខ្ញុំអំពាវព្រះអង្គហើយទ្រង់សម្ដែងព្រះបារមីជួយដោយស្មោះត្រង់ព្រះគ្រីស្ទទ្រង់រួលព្រះអង្គនៅសព្វថ្ងៃទ្រង់រួលឡើងវិញហើយគង់ជាមួយនឹងខ្ញុំជាអចិន្ត្រៃយ៍ព្រះគ្រីស្ទទ្រង់រួលបានជាទ្រង់អត់សង្សារព្រះអង្គសត្វសាសនាចាស់ផងខ្ញុំអូពេលព្រោះទ្រង់រួលសពថ្ងៃនៅនេះលោកីនេះទោះបើកាត់ទាំងយ៉ាងណាកុំតែមិនចេះបារម្ភឡើយព្រោះព្រះយេស៊ូវទ្រង់មានបន្ទូលនឹងខ្ញុំផងខ្ញុំស្គាល់សំឡេងទ្រង់ច្បាស់ខ្ញុំបានប្រកបនឹងព្រះអង្គចិត្តខ្ញុំអូណាស់ព្រះគ្រីស្ទទ្រង់រួលព្រះអង្គរស់នៅសព្វថ្ងៃទ្រង់រួលឡើងវិញហើយគង់ជាមួយនឹងខ្ញុំជាអចិន្ត្រៃយ៍ព្រះគ្រីស្ទទ្រង់រួលបានជាទ្រង់អាចសង្សារព្រះអង្គសត្វសាសនាចាស់ផងខ្ញុំអូពេលព្រោះទ្រង់រួលអោពោព្រះគ្រីស្ទចូលរីករាយបន្លឺសំឡេងជ្រៀងទៅពីទីសង្ឃឹមស្លែងនាងជឿជាទីសម្រាប់ចូលចូលពោលពីហាឡេលូយ៉ាថ្វាយព្រះយេស៊ូវជាស្ដេចអត់មានអ្នកណាស្រឡាញ់ដូចទ្រង់ជាស្ដេចព្រះគ្រីស្ទទ្រង់រួលព្រះអង្គនៅសព្វថ្ងៃទ្រង់រួលឡើងវិញហើយគង់ជាមួយនឹងខ្ញុំជាអចិន្ត្រៃយ៍ព្រះគ្រីស្ទទ្រង់រួលបានជាទ្រង់អាចសង្សារព្រះអង្គសង្សារនៅចិត្តផងខ្ញុំអូទ្រង់រួលអាមែនจึงដឹងថាព្រះអង្គរស់នៅសប្តាហ៍ថ្ងៃគឺបជនរបស់ព្រះអង្គរស់នៅសប្តាហ៍ថ្ងៃគឺជាព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គមិនចឹងអ្នកណាដែលមានត្រាព្រះដ៏មានបជនរស់នៅចាគឺទេវតាមកពីទិសថ្ងៃរះអញ្ចឹងដែលកំពុងរបស់ត្រាផលលំបងគឺ141,000ដែលគាត់មានត្រាព្រះដ៏មានបជនរស់ម្ល៉េះហើយយើងទៅទទួលសារនេះបានយើងមានព្រះបជនរបស់ព្រះអង្គរស់នៅព្រះវិញ្ញាណរបស់ព្រះអង្គគង់នៅជាមួយយើងណាបងប្អូនអញ្ចឹងធ្វើម៉េចឲ្យបានត្រារបស់ព្រះអង្គនេះចាគឺត្រារបស់ព្រះអង្គនៅលើថ្ងាសរបស់យើងគឺត្រារបស់ក្រឹតវិន័យលេខ7គឺត្រាដើមរដូវចានៃសេចក្តីពិតរបស់ព្រះអង្គស្ដីជំនុំរះមនុស្សស្លាប់នៅលើថ្ងាសចាត្រាមួយទៀតគឺត្រានៅសេចក្តីរស់ឡើងវិញមនុស្សស្លាប់និងមនុស្សរស់ចាមនុស្សរស់ចាគឺភ្លៀងចុងរដូវណាបងប្អូនចាភ្លៀងចុងរដូវដែលនាំមកតាមរយៈលោកវិញ្ញាណរបស់លោកអេរីយ៉ាគឺទេវតាមកពីទិសថ្ងៃរះនេះគឺមកបោះផលដំបូងហ្នឹងគឺ140,000ម្ល៉េះហើយគាត់យកទាំងដើមរដូវចុងរដូវដើមរដូវគឺសភៅរបស់អ្នកស្រី Ellen White និងព្រះគម្ពីរគឺជាសវណ្ណេវន្ធីរបស់យើងនៅក្រោមទេវតា3ចាដល់ពេលសេចក្តីជំនុំរះមនុស្សរស់នេះគឺមកតាមវិញ្ញាណរបស់លោកអេយ៉ាគឺព្រះវិញ្ញាណចុងដៅគឺកំពុងតែបោះផលដំបូងគឺ141,000អញ្ចឹងមានទាំងដើមរដូវចុងរដូវនៅក្នុងមេរៀនរបស់គាត់ចាយើងអរគុណដល់ព្រះអម្ចាស់មែនទែនម្ល៉េះហើយគឺមានតែព្រះដ៏មានបជនរស់នេះទេដែលមកគង់នៅជាមួយយើងទាំងអស់គ្នាបានយើងមានជីវិតរស់នៅដែលព្រះអង្គយើងមកមិនភ្លក់នៅស្ដីស្លាប់សេរីល្អរបស់ព្រះអង្គមិនឆេះយើងចាបើយើងមានតែព្រះវិញ្ញាណដើមរដូវសេចក្តីជំនុំរះមនុស្សស្លាប់គេស្លាប់នៅក្នុងធ្ងោក្នុងធ្នោនិងរស់ឡើងវិញនៅក្រុមទី2ណាបងប្អូនចាយើងនឹងរៀនទាំងអស់គ្នានៅក្នុងការរស់ឡើងវិញនេះចឹងក្នុងការរស់ឡើងវិញយើងដឹងថាមាន5ក្រុមបងប្អូនប៉ុន្តែនាងខ្ញុំយកក្រុមទី1ដើម្បីយកមករៀនជាមួយបងប្អូននៅក្នុងដង្វាយកវីចាតើដង្វាយកវីនឹងមានអត្ថន័យយ៉ាងណាទៅដែល
ពួកគេដែលរស់ឡើងវិញនឹងដង្វាយកវីនឹងមានអត្តន័យយ៉ាងណាយើងនឹងទៅជាមួយគ្នាហើយនឹងផលមនុស្សស្លាប់ទី1ផលមនុស្សស្លាប់ទី2ផលមនុស្សរស់និងទី1និងផលមនុស្សរស់ទី2ចាយើងទៅជាមួយគ្នាដើម្បីឲ្យយល់តែប៉ុណ្្នឹងនេះខ្ញុំអត់ទៅដល់5ក្រុមទេចាយើងនឹងរៀនតទៅទៀតដើម្បីឲ្យបងប្អូនចាប់បានចាមួយក្រុមសិននៅក្នុងអត្តន័យដង្វាយកវីចាយើងទៅទាំងអស់គ្នាមុនដំបូងនាងខ្ញុំតន់បើកណាមើលអូតន់បើកអូខេយើងមុនដំបូងគឺមេរៀននេះគឺគេដាក់បទទំនាយច្រើនចានៅក្នុងព្រះនៃសេចក្តីស្រឡាញ់ចានៅក្នុងព្រះនៃសេចក្តីស្រឡាញ់នៅ page 785 786ចាពីខពីវគ្គអញ្ចឹងយើងអានទាំងអស់គ្នាតើព្រះអង្គសកុតឲ្យរស់ឡើងវិញនឹងជាអ្វីទៅយើងតាមដានទាំងអស់គ្នាបងប្អូនចាដើម្បីឲ្យយើងយល់ដង្វាយកវីនឹងសិនហើយបានយើងទៅព្រះអង្គប្រមូលផលទី1ផលទី2ចាព្រះគ្រីស្ទបានរស់ពីស្លាប់ទុកដូចជាផលដំបូងនៃមនុស្សស្លាប់ចាព្រះអង្គរស់ឡើងវិញផលដំបូងនៃមនុស្សស្លាប់ណាទ្រង់ជាគំរូនៃដង្វាយកវីព្រះអង្គជាគំរូនៃដង្វាយកវីចាគឺអ្នករស់ក្រោយព្រះអង្គមកទៀតគឺជាកណ្ដាប់កវីមិនចឹងព្រះអង្គជាគំរូនៃកណ្ដាប់កវីព្រះអង្គមុនគេចាព្រះអង្គរស់មុនគេហើយបានដង្វាយកវីរស់តាមក្រោយមិនចឹងចាព្រះគ្រីស្ទទ្រង់រស់ឡើងវិញត្រូវចំថ្ងៃនៃកណ្ដាប់កវីចាកណ្ដាប់កវីចាបងប្អូនទៅទៀតតែបងប្អូននឹងយល់នៅចំពោះព្រះជាង 1000 ឆ្នាំដែលការធ្វើវិធីដង្វាយកវីទុកជាគំរូបានប្ររពចាប់តាំងពីរដូវចម្រូតរហូតដល់ប្រមូលផលលើកទី1អញ្ចឹងមានន័យថាដង្វាយកវីនេះគេស្រូវទុំអស់ហើយអញ្ចឹងគេត្រូវឈូតយកកណ្ដាប់កវីនឹងមកថ្វាយព្រះសិនណាបងប្អូនមកថ្វាយព្រះហើយបានគេទៅច្រូតតាមក្រោយទៅទៀតណាចាដូចគ្នានឹងការរស់ឡើងវិញចំពោះព្រះអង្គឃើញទេព្រះអង្គរស់ជាមុនដំបូងហើយបានកណ្ដាប់កវីមកតាមក្រោយដូចគ្នាណាបងប្អូនចាហើយនៅពេលដែលមនុស្សបានមកក្រុងយេរូសាឡិមដើម្បីធ្វើវិធីបុណ្យរំលងកណ្ដាប់នៃផលដំបូងបានយកមកក្រវីទុកជាដង្វាយសម្រាប់អរប្រគុណនៅចំពោះព្រះអង្គម្ចាស់កណ្ដាប់កវីហ្នឹងគឺយកមកកវីចាគឺសម្រាប់អរប្រគុណព្រះអង្គម្ចាស់អេមែនទៅទៀតបងប្អូនចាយល់តិចចាគេមិនបានយកកណ្ដៀវទៅច្រូតបានទេឃើញទេគេអត់យកអត់ច្រូតបានទេលើកលែងតែដង្វាយក្រវីត្រូវបានថ្វាយជាមុនសិនចាបងប្អូនយល់ទេដូចនេះខ្ញុំបានប្រាប់អញ្ចឹងគឺគេទៅច្រូតកណ្ដាប់ក្រវីនឹងយកមកថ្វាយអរប្រគុណព្រះអង្គសិនចារួចប្រមូលចងជាកណ្ដាប់ដែលបានយកមកថ្វាយដល់ព្រះអង្គម្ចាស់គឺតំណាងឲ្យរដូវចម្រូតអូខេចារួចបានគេច្រូតទៅហើយកណ្ដាប់ហ្នឹងគឺតំណាងឲ្យរដូវចម្រូតចាកណ្ដាប់ច្រូតក្រោយដង្វាយកវីហ្នឹងចាដូច្នេះព្រះគ្រីស្ទទ្រង់ជាផលដំបូងដែលតំណាងឲ្យការប្រមូលផលនៃខាងវិញ្ញាណអូខេព្រះអង្គជាទ្រង់ជាផលដំបូងតំណាងឲ្យការប្រមូលផលខាងវិញ្ញាណដ៏ធំមួយនៃរដូវចម្រូតដើម្បីប្រមូលផលយកមកក្នុងនគររបស់ព្រះអាមែនសេចក្តីដែលទ្រង់មានប្រជញ្ញរស់ឡើងគឺគ្រោះឡើងវិញគឺទុកជាគំរូហើយពីការដែលមនុស្សបរិសុទ្ធទាំងអស់រស់ឡើងវិញព្រះអង្គជាគំរូនៃសេចក្តីរស់ឡើងវិញណាបងប្អូនពួកបរិសុទ្ធរស់ឡើងវិញមិនន័យថាព្រះអង្គជាគំរូដល់ពួកអ្នកជឿនោះដែលស្លាប់នៅក្នុងធ្នូដែលសម្រាកនៅក្នុងធ្នូនឹងរស់ឡើងវិញផងដែរអាមែនត្បិតបើយើងជឿថាព្រះយេស៊ូវបានសគត់ព្រមទាំងរស់ឡើងវិញហើយនោះត្រូវជឿថាព្រះទ្រង់នឹងនាំអស់អ្នកដែលដេកលក់នៅក្នុងព្រះយេស៊ូវឲ្យបានមកជាមួយនឹងទ្រង់ដែរអាមែនពេសានិកទី1ខ4ចំពុក4ខ16ចាព
ពូព្រះអង្គមានន័យថាព្រះអង្គសគត់ហើយនឹងរស់ឡើងវិញយើងអ្នកដេកលក់នៅក្នុងព្រះគ្រីស្ទនឹងរស់ជាមួយទ្រង់ដូចគ្នាអាមែនចឹងនៅក្នុងភេសានិកទី1ខចំពុក4ខ14ដល់18ត្បិតបើយើងជឿថាព្រះគ្រីស្ទបានសគត់ព្រមទាំងរស់ឡើងវិញហើយនោះត្រូវជឿថាព្រះទ្រង់នឹងនាំអស់អ្នកដែលដេកលក់នៅក្នុងព្រះយេស៊ូវឲ្យបានមកជាមួយនឹងទ្រង់ដែរអាមែនយើងដឹងថាយើងអ្នកសម្រាប់នៅក្នុងធ្នូព្រះអង្គនឹងហៅគេមួយព្រះអស់នឹងគេនឹងរស់ឡើងវិញមិនចឹងត្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នាតាមបន្ទូលនៃព្រះអង្គម្ចាស់ដូច្នេះថាយើងដែលរស់នៅជាប់ដរាបដល់ព្រះអង្គម្ចាស់យើងមកនោះយើងមិនទៅមុនពួកអ្នកដែលបានដេកលក់ទៅនោះទេចាយើងអត់បានទៅមុនអ្នកនោះទេយើងទៅជាមួយគ្នាបងប្អូនចាទៅលើពពកជាមួយគ្នាចាប៉ុន្តែគាត់ថាព្រះអង្គប្រោសពួកនឹងរស់ឡើងវិញចូលទៅក្នុងនគររបស់ព្រះអង្គមិនមែនព្រះអង្គមកប្រោសយើងស្រែកមួយប្រអស់ឲ្យប្រោសយើងដោយបងប្អូនសវិនដេវិនធីរបស់យើងចូលទេណាចាទាំងសវិនដេវិនធីរបស់យើងទាំងថ្ងៃទី1គេយល់ថាព្រះអង្គយាងមកបង្គាប់មួយប្រអស់ពុធ្នូពុដែលស្លាប់នៅក្នុងធ្នូនឹងរស់ឡើងវិញទៅលើពពកហើយនឹងពួកអ្នករស់នៅនឹងទៅក្រៅគឺអត់អត្តន័យនឹងទេគឺព្រះអង្គប្រោសពួកគេរស់ជាមុនប្រមាណក្រុមនៅក្នុងនគររបស់ព្រះអង្គមនុស្សស្លាប់3ក្រុមចាមនុស្សរស់2ក្រុមទៅក្នុងនគររបស់ព្រះអង្គគឺព្រះអង្គយាងមកនឹងគឺអត្តន័យយាងមកប្រោសពួកគេនៅក្នុងអេសេគៀចំពុក9ត្រាទី7ចានឹងស្ងាត់កន្លះម៉ោងនេះឯងព្រះអង្គយាងមកចាព្រះអង្គយាងមកព្រះអង្គប្រោសគេរស់ឡើងវិញរំដោះ141,000ដែលពួកគេតាមច្រាបរបស់លោកយ៉ាកុបសេចក្តីវេទនារបស់លោកយ៉ាកុបហើយព្រះអង្គប្រោសគេនឹងរស់ឡើងវិញចូលទៅក្នុងនគររបស់ព្រះអង្គ3ក្រុមហើយនឹងពួកអ្នកនៅរស់2ក្រុមចូលទៅក្នុងទីនោះណាចានេះជាសេចក្តីពិតនៃជំនុំរះមនុស្សរស់សេចក្តីជំនុំរះមនុស្សស្លាប់គេអត់បានយល់ដល់កន្លែងនេះជាបទទំនាយពាក្យកណ្ដាលជាព្រេងសគួរដែលយើងបានរៀនពីសាមុនស្រីព្រហ្មចារីណាចាចាយើងទៅទៀតបងប្អូនចាអញ្ចឹងក្នុងអត្តន័យអញ្ចឹងខ16ព្រះព្រោះព្រះអង្គម្ចាស់ទ្រង់នឹងយាងចុះពីឋានសួគ៌មកដោយស្រែកបង្គាប់មួយព្រះអស់ទាំងមានឮសំឡេងមហាទេវតាអ្នកណាជាមហាទេវតាសំឡេងមហាទេវតាគឺជាមីកែលបងប្អូនមិនចឹងមហាទេវតាជាមីកែលនិងត្រែរបស់ព្រះក្នុងត្រែរបស់ព្រះអង្គនាងខ្ញុំដែលនាងខ្ញុំយល់ក្នុងត្រែហ្នឹងគឺនៅក្នុងត្រែទី6ចានៅក្នុងត្រែទី6មិនមែនមានទេវតាសរសែនព្រះអង្គយាងមកទេគឺព្រះអង្គស្រែកមួយព្រះអស់នេះបងប្អូនមើលច្បាស់ណាចាដោយស្រែកមួយបង្គាប់មួយព្រះអស់ទាំងមានឮសំឡេងមហាទេវតាមហាទេវតាគឺជាមីកែលមកចឹងនេះខ្ញុំបានប្រាប់បងប្អូនហើយនៅក្នុងត្រែទី6ចុងត្រែទី6ហ្នឹងការប្រោះឲ្យរស់ឡើងវិញហើយ140,000ស្អីគឺគេបានចូលទៅក្នុងនគរត្រែទី7គឺជាបិទសេចក្តីសង្គ្រោះសេចក្តីវេទនាទាំង7ធ្លាក់ណាចាសម្រាប់នៅក្នុងត្រែទី6ចាសម្រាប់នៅក្នុងត្រែទី6គឺទាំងអស់ណាចាត្រែទី7គឺអត់មានទេត្រែទី7ស្ដីវេទនាទាំង7ធ្លាក់ហើយចាគឺអរគុណព្រះអង្គម្ចាស់អញ្ចឹងយើងបានរៀននៅត្រែសម្រាប់ពិភពលោកចាគឺមហន្តរាយពិភពលោកត្រាគឺសម្រាប់ព្រះវិហារអញ្ចឹងយើងនៅក្នុងត្រាទីប្រហែលសប្តាហ៍ថ្ងៃទី6ដូចគ្នាបងប្អូនត្រែយើងនៅទី5ទី6តាក់តំណងគ្នាកងលើគ្នាត្រែទី5ទី6ត្រាយើងនៅក្នុងត្រាទី6ចាគឺដូចគ្នាត្រែដល់ត្រាទី7ព្រះអង្គយើងមកស្ងាត់កន្លះម៉ោងនៅអេសេគៀចំពុក9ណាចា
យើងអរគុណដល់ព្រះអង្គម្ចាស់មែនទែននៅក្នុងការនេះយើងមិនដែលយល់ពីមុនទេនេះហើយជាសេចក្តីជំនុំរះមនុស្សរស់ដែលកូនអរគ្នាបានទទួលសារមកទេវតាមកពីទិសថ្ងៃរះដើម្បីឲ្យកូនអរគ្នាមានព្រេងស្គួរបានយល់នៅស្ដីពិតរបស់ព្រះអង្គកាន់តែខ្លាំងឡើងសូមឲ្យបងប្អូនជនរួមជាតិទាំងអស់ចាជាគ្រីស្ទៀនសវណ្ណេអវិន្ទិរបស់ព្រះអង្គទាំងអស់បានឮនៅសាររបស់ព្រះអង្គនេះដើម្បីឲ្យគេសិក្សាបញ្ជាក់បង្ហាញខ្លួនគេបានទទួលជឿនៅសេចក្តីជំនុំរះមនុស្សរស់នេះបងប្អូនបានទទួលនៅសេចក្តីសង្គ្រោះចាព្រោះបងប្អូនបានត្រានៅលើថ្ងៃទី7ហើយបងប្អូនទទួលនៅសេចក្តីជំនុំរះមនុស្សទៀតបងប្អូនបានត្រានៅលើខ្លួនអាវនៃសេចក្តីសុចរិតគឺជាត្រាចុងរដូវបងប្អូនព្រះវិញ្ញាណចុងរដូវសាររបស់ព្រះវិញ្ញាណចុងរដូវគឺមកហើយចាគឺសេចក្តីជំនុំរះមនុស្សរស់ជឿព្រះវិញ្ញាណនៃសេចក្តីពិតនេះឯងចាមកហើយប៉ុន្តែគាត់ថាអំណាចនៃព្រះវិញ្ញាណចុងរដូវអត់ទាន់បានមកទេចាសារមកដល់ហើយប៉ុន្តែអំណាចនោះមិនទាន់បានទេទៅបោះត្រាម្សែន 44000 ចប់បានព្រះអង្គបានប្រទាននៅអំណាចរបស់ព្រៀងចុងរដូវនេះមកពួកម្សែន 44000 បានទៅប្រមូលមកវងធំចាម្ល៉េះហើយសូមឲ្យបងប្អូនបានយល់នៅសេចក្តីពិតរបស់សេចក្តីជំនុំជម្រះមនុស្សរស់នេះដើម្បីឲ្យបងប្អូនបានទទួលនៅសេចក្តីសង្គ្រោះបើបងប្អូនដល់ចំណងនោះបងប្អូនមិនភ្លក់នៅសេចក្តីស្លាប់ប៉ុន្តែបើបងប្អូនបានទទួលហើយបងប្អូននឹងស្លាប់ទៅបងប្អូននឹងរស់ឡើងវិញក៏មានសេរីល្អនៅពីក្រុមពួកបរិសុទ្ធចាជាពួកបរិសុទ្ធចាពីកណើតផែនដីរហូតដល់ចុងផុតចាគឺមិនចូលនៅដល់សវណ្ណេវន្ទិរបស់យើងទេព្រោះសវណ្ណេវន្ទិគឺសម្រាប់ទេវតា3ទេដែលរស់ឡើងវិញហើយព្រះអង្គនឹងប្រោសគេរស់ឡើងវិញមុនគេដើម្បីពួកគេបានទៅជួយការងារម្សែន 44000 ថែមទៀតណាចាចាញ់អីគេនេះនឹងហើយព្រះអង្គប្រោសពួកសវណ្ណេវន្ទិនឹងឡើងរស់ខ្លះទេបងប្អូនបានរស់ខ្លះដើម្បីអ្នកដែលទៅបន្តការងារដោយអ្នកស្រីអាឡែនចវាយអីនឹងដែលគាត់ការងារគាត់មិនទាន់ចប់ម្ល៉េះហើយព្រះអង្គត្រូវប្រោសគេឲ្យរស់ឡើងវិញដើម្បីទៅជួយបន្តការងារជាស្មមន្តលដល់ពួកការរស់ឡើងវិញផងដែរណាចាប្រាប់បងប្អូនថាគាត់នឹងរស់ឡើងវិញដែលព្រះអង្គបានប្រោសគាត់ឲ្យគាត់ធ្វើការនៅក្នុងទីក្រុងរបស់គាត់តទៅទៀតណាចាអរគុណដល់ព្រះអម្ចាស់នាងខ្ញុំត្រួសទេចាទៅទៀតចាបងប្អូនចានាងខ្ញុំដល់ណាមិញមុនបងអស់ចារួចយើងរាល់គ្នាដែលកំពុងតែរស់នៅក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាយ៉ាលើកទៅក្នុងពពកជាមួយគ្នាឃើញទេទាំងអស់ដើម្បីឲ្យបានជួបជុំនឹងព្រះអង្គម្ចាស់ជាដរាបតទៅចាលើកជាមួយគ្នាទៅចាជាមួយគ្នាទាំងអស់គ្នាទាំងមនុស្សស្លាប់មនុស្សរស់គឺទៅជាមួយគ្នាណាបងប្អូនទៅប្រហែលថ្ងៃទៅនគរឋានសួគ៌ប្រហែលថ្ងៃគឺរយៈពេលមួយអាទិត្យមិនចឹងព្រះអង្គយើងរៀនឲ្យតាពួកព្រះអង្គយើងមកនៅពាក់កណ្ដាលអាទិត្យអ្នកស្រីក៏បាននិយាយដែរចាដល់ពេលយើងទៅភពផ្សេងយើងនឹងឈប់នៅក្នុងថ្ងៃឈប់សម្រាករបស់ព្រះអង្គដើម្បីឲ្យបងប្អូនដែលបងប្អូនខ្លះនឹងរស់ឡើងវិញដើម្បីបានទទួលនៅថ្ងៃឈប់សម្រាករបស់ព្រះអង្គអរគុណព្រះអង្គម្ចាស់យើងដែលយល់ពីមុនមកទេណាបងប្អូនម្ល៉េះហើយសូមឲ្យព្រះអង្គម្ចាស់នៅតែគង់នៅជាមួយកូនអរគ្នាប្រទានដល់កូនអរគ្នាបានយល់នៅស្ដីពិតរបស់ព្រះអង្គហើយនឹងប្រាប់ដល់បងប្អូនឲ្យបងប្អូនបានយល់សូមឲ្យបងប្អូនបានកាត់ទៅជាកាត់មួយកាត់ស្បែកចាមួយកាត់ស្បែកចិត្តរបស់យើងចាកាត់ស្បែកចិត្តមួយទៀតកាត់ស្បែកតិចចាកាត់ស្បែកតិចដើម្បីឲ្យយើងបានស្ដាប់បានព្រោះព្រះអង្គមានបន្ទូលថាបើអ្នកណាមានតិចឲ្យស្ដាប់ចោះឲ្យយល់ចោះមិនចឹងបងប្អូនចឹងយើងត្រូវកាត់ស្បែកតិចចាជួការនេះខ្ញុំនិយាយពាក្យខ្មែរមិនចេញចាសូមឲ្យព្រះអង្គបានជួយក្នុងការនឹងជួការយើងឲ្យបានសូវបាននិយាយពាក្យខ្មែរឬព្រះបន្ទូលរបស់ព្រះអង្គជាមួយបងប្អូនផ្សេងក៏អត់សូវបានរត់មាត់ក្នុងការនឹងណាបងប្អូនកាត់ស្បែកតិចដើម្បីឲ្យយើងបានស្ដាប់ត្រង់ឮនៅព្រះបន្ទូលរបស់ព្រះអង្គហើយទៅតាមព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គបញ្យល់យើងណាបងប្អូនចាខ18ដូច្នេះចូលកំសាន្តចិត្តគ្នាទៅវិញទៅមកដោយដំណើរនេះចុះចាយើងដឹងថាព្រះអង្គឲ្យយើងកំសាន្តចិត្ត
គ្នាទៅវិញទៅមកដោយដំណើរការរស់ព្រះអង្គមកយកជើងទាំងអស់គ្នាទាំងមនុស្សស្លាប់មនុស្សរស់ទៅលើពពកទាំងអស់គ្នាដើម្បីឲ្យកំសាន្តចិត្តគ្នាឲ្យយើងមានសង្ឃឹមឡើងណាបងប្អូនដើម្បីយើងបានទៅទីនោះទាំងអស់គ្នាអាមែនអញ្ចឹងនឹងមានមនុស្ស5ក្រុមដែលត្រូវបានរស់ពីស្លាប់ឡើងវិញចាមនុស្ស5ក្រុមនឹងរស់ឡើងវិញនៅរស់ពីស្លាប់ឡើងវិញអ្នកណាខ្លះក្រុមណាខ្លះដែលនឹងរស់ឡើងអ្នកខ្ញុំនិយាយកន្លែងទៅនឹងទីចាគឺការស្មីតគាត់មកបរៀនការរស់វិញ5ក្រុមហ្នឹងគាត់សួរថានាងខ្ញុំកាលហ្នឹងនាងខ្ញុំអត់ធ្វើការទេបងប្អូននាងខ្ញុំរៀនច្រើននៅសភៅសាបាស្គូលចារៀនសភៅសាបាស្គូលព្រះគម្ពីរហើយនឹងវិញ្ញាណបតនីចាហើយក៏គាត់សួរថានាងខ្ញុំរៀនហ្នឹងតើមានប្រមាណក្រុមដែលរស់នៅដែលយើងនៅក្នុងសវនវន្តិនាងខ្ញុំចាំថានាងខ្ញុំបានប្រាប់គាត់ថារស់3ក្រុមចាមួយក្រុមទៅជាមួយព្រះអង្គដែលព្រះអង្គសគត់ឲ្យរស់ឡើងវិញទៅជាកណ្ដាប់កវីមួយក្រុមទៀតគឺអ្នកមានពររស់ឡើងវិញជាទី1ចានៅក្នុងភេសានិកហ្នឹងគឺរស់ឡើងវិញទី1ហ្នឹងហើយពួកអ្នកមានពរហ្នឹងហើយមួយក្រុមទៀតគឺក្រោយ1000ឆ្នាំនាងខ្ញុំប្រាប់គាត់បានតែ3ក្រុមហ្នឹងទេចាបានតែ3ក្រុមទេចាបណ្ដោះពេលយើងមករៀននៅសេចក្តីជំនុំម្នាក់មនុស្សរស់5ក្រុមចា5ក្រុមយើងនឹងរៀនជាមួយគ្នាតើក្រុមណាខ្លះដែលរស់ឡើងប៉ុន្តែនាងខ្ញុំបានទៅបញ្ចប់នៅក្នុងមួយក្រុម4ក្រុមទៀតទេនាងខ្ញុំយកនៅមួយក្រុមសិនដើម្បីបងប្អូនយល់ពីកណ្ដាប់កវីនេះសិនណាចាតើក្រុមណារស់មុនគេនៅក្នុង5ក្រុមមើលចាយើងទៅទាំងអស់គ្នាមើលក្រុមទី1ចាក្រុមទី1បងប្អូនអាចអានទៅម៉ាថាយចំពុក27ខ52 53នេះចាគឺដែលយើងត្រូវយល់ពីកណ្ដាប់កវីខ52អស់ទាំងធ្នោខ្មោចក៏របើកឡើងឯខ្មោចពួកអ្នកបរិសុទ្ធដែលដេកលក់ទៅហើយបានរស់ឡើងវិញជាច្រើនអូខេទាំងចេញពីធ្នោក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញឃើញទេចាចេញពីធ្នោក្រោយព្រះអង្គរស់ឡើងវិញហើយចូលទៅក្នុងទីក្រុងបរិសុទ្ធលេចមកឲ្យមនុស្សជាច្រើនឃើញដែរព្រះអង្គប្រុសពួកនឹងរស់ឡើងហើយគេចូលទៅក្នុងទីក្រុងបរិសុទ្ធនៅណាបងប្អូនគឺយូសាឡិមមិនចឹងក្រុងស៊ីយ៉ូនយូសាឡិមហ្នឹងគឺមុនដំបូងគឺឈ្មោះស៊ីយ៉ូនដល់ពេលដេវីតគាត់វាយបានទៅដាក់ទៅយូសាឡិមណាចាស៊ីយ៉ូនយូសាឡិមតែមួយទេណាចាស៊ីយ៉ូនតំណាងឲ្យរាជរបស់ព្រះអង្គចាស៊ីយ៉ូនក្រឹតវិន័យចេញពីស៊ីយ៉ូនព្រះបន្ទូលរបស់ព្រះអង្គចេញពីយូសាឡិមចាអញ្ចឹងគឺនៅក្នុងអត្ថន័យថាតែមួយទេស៊ីយ៉ូននៅយូសាឡិមហ្នឹងពួកហ្នឹងគេចូលទៅអីបងប្អូនពួកដែលរស់ឡើងវិញជាមួយព្រះអង្គនេះដែលរស់ព្រះអង្គមានបជនហើយគេរស់ឡើងវិញគេចូលទៅអីនៅក្នុងក្រុងយូសាឡិមហ្នឹងលេចមកឲ្យមនុស្សជាច្រើនគេធ្វើស្មោមិនទាល់ប្រាប់ថាគេនឹងរស់ឡើងវិញព្រោះពេលនោះពួកយូដាកំពុងតែមានការសង្ស័យដោយពួកសែនហ៊ីត្រៀនពួកផារ៉ាស៊ីហ្នឹងมันប្រាប់ថាពួកសិស្សនឹងលួចសពព្រះអង្គទៅមិនចឹងបងប្អូនគេកំពុងតែមានចម្ងល់ក្នុងការហ្នឹងអញ្ចឹងពួកព្រះអង្គប្រុសពួកនឹងរស់ឡើងវិញទៅស្មោមកតល់ថាគេរស់ឡើងគឺព្រះអង្គរស់ឡើងជាពិតដែលព្រះអង្គប្រុសគេនឹងរស់ឡើងជាមួយនឹងព្រះអង្គក្នុងអត្ថន័យអញ្ចឹងណាបងប្អូនអញ្ចឹងយើងទៅមើលនៅក្នុងការនោះចានៅទីនោះគឺជាពួកអ្នកដែលបានរស់ឡើងជាមួយនឹងព្រះគ្រីស្ទចាពួក52 53ម៉ាថាយ27 52 53ហ្នឹងគឺគេរស់ជាមួយព្រះគ្រីស្ទចាព្រះអង្គមិនស្រែកថាស្រាចហើយធ្នោមិនរំជួយដីនឹងឡើងប៉ុន្តែគេអត់បានរស់ឡើងទេទៅ3ថ្ងៃហ្នឹងគឺព្រះអង្គរស់ឡើងបានគេរស់ឡើងជាមួយនឹងព្រះអង្គអាមែនអញ្ចឹងពួកហ្នឹងរស់ពីយ៉ាងម៉េចទៅទៀតយើងតាមដានទៅទាំងអស់គ្នានៅ early writing ចាទៅសេការដំបូងរបស់អ្នកស្រីនៅ184នៅខ1ខ3ចានៅពេលដែលព្រះយេស៊ូវទ្រង់កំពុងតែជាប់នៅលើឈើឆ្កាងទ្រង់បានស្រែកឡើងថាការស្រេចហើយចា
ការស្រេចហើយថ្មក៏បានប្រេះឡើងផែនដីក៏បានកក្រើកហើយក៏មានធ្នោខ្មោចខ្លះក៏បានបើកឡើងការស្រេចនេះមាន3ដងបកើបផ្ទៃមេឃផែនដីម្ដងហើយក៏ព្រះអង្គសគត់ម្ដងហើយព្រះអង្គជំនុំជម្រះហើយស្រេចម្ដងទៀតចាអ្នកណាទុច្ចរិតនៅទុច្ចរិតអ្នកណាសុចរិតនៅទុច្ចរិតទៀតចាកក្រើកដីនេះគឺកក្រើកមុនព្រះអង្គសគត់ហើយដល់ពេលកក្រើកម្ដងទៀតព្រះអង្គរស់ឡើងវិញកក្រើកម្ដងទៀតបងប្អូនចានៅពេលដែលទ្រង់បានរស់ឡើងវិញមានជ័យជំនះឈ្នះលើសេចក្តីស្លាប់ហើយធ្នូនៅពេលដែលផែនដីកក្រើកហើយសេរីល្អនៃឋានសួគ៌បានភ្លឺនៅជុំវិញកន្លែងពិសេសតែមួយពួកបរិសុទ្ធជាច្រើនដែលដេកបានស្ដាប់បង្គាប់តាមការដង្ហោយហៅរបស់ព្រះបានរស់ឡើងដើម្បីធ្វើជាស្មមន្ទាល់ដល់មនុស្សថាទ្រង់ជាអ្នកដែលបានប្រោសឲ្យគេរស់ឡើងវិញឃើញទេជាស្មមន្ទាល់ចាពួកដែលរស់ឡើងវិញដង្វាយកវីនេះចានៅដង្វាយកវីនេះគឺគេបានរស់ឡើងហើយគេចូលទៅក្នុងទីក្រុងគេប្រាប់ថាព្រះអង្គបានប្រោសឲ្យស្មមន្ទាល់ថាព្រះអង្គបានប្រោសឲ្យគេរស់ឡើងវិញចាពួកពិសេសទាំងនេះពួកពិសេសទាំងនេះជាពួកបរិសុទ្ធបងប្អូនបានរស់ឡើងមានសេរីល្អចារស់ឡើងមានសេរីល្អដូចនេះខ្ញុំបានប្រាប់ព្រះអង្គយើងមកគឺមានពីក្រុមដែលរស់ឡើងគឺរស់មួយព្រះអង្គគឺមានសេរីល្អគឺព្រះអង្គប្រោសលោកឡាសាកូនស្រីមេឃុំហើយនឹងកូនរបស់ស្រីមេម៉ាយនៅស្រុកកាអ៊ីនគឺគេរស់អត់មានសេរីល្អរស់ឡើងវិញគេតាមស្លាប់ជាស្ដីពុកអលួយទៅតាមជីវិតមនុស្សទៅធម្មតាទៅវិញណាបងប្អូនប៉ុន្តែការរស់ឡើងវិញជាមួយព្រះអង្គគឺរស់មានសេរីល្អចាហើយជាពួកបរិសុទ្ធមួយចាបងប្អូនចាប់ឲ្យតាន់ពួកបរិសុទ្ធមួយនៅគ្រប់ចំនួនចានៅគ្រប់ចំនួនចាគឺរស់ឡើងវិញពីចាប់ដើមពីកំណើតផែនដីមករហូតដល់ចំនួនព្រះគ្រីស្ទចឹងពួករស់នឹងគឺមួយចំនួនមួយហ្នឹងគឺចាប់ដើមពីលោកអាដាមកំណើតផែនដីមករហូតដល់ចំនួនព្រះគ្រីស្ទមិនដល់ដល់ឈើឆ្កាងចាយើងនិយាយថាពីកំណើតផែនដីពីចំនួនលោកអាដាមដល់ឈើឆ្កាងយើងនិយាយឆាប់យល់ណាបងប្អូនដែលពេលដែលពួកដឹកនាំរបស់ពួកយូដាចង់បំបត្តិការបិទពីការរស់ឡើងវិញរបស់ព្រះរាជបុត្រារបស់ព្រះចាឃើញទេពេលពួកយូដាកំពុងតែបិទការរស់ឡើងវិញរបស់ព្រះគ្រីស្ទមិនឃើញគេថាសពព្រះអង្គគឺពួកសិស្សលួចទៅទេចេះអញ្ចឹងដូច្នេះហើយបានជាព្រះទ្រង់សម្រេចប្រោសឲ្យពួកបរិសុទ្ធឲ្យរស់ឡើងដើម្បីធ្វើអីសម្រាប់ធ្វើជាស្មមន្ទាល់ថាព្រះគ្រីស្ទទ្រង់រស់ឡើងវិញពិតចារស់ឡើងវិញពិតហើយប្រកាសប្រាប់ពីសេចក្ដីល្អរបស់ទ្រង់អីមែនពួកអ្នកដែលរស់ឡើងវិញទាំងនេះរស់ឡើងម្នាក់មានកម្ពស់ខុសគ្នាមានធំតូចខុសគ្នាបងប្អូនហេតុអ្វីចាសំណួរសួរហេតុអ្វីមានគេប្រាប់ខ្ញុំថាដោយព្រោះតែបាបបានចូលមកក្នុងផែនដីបានជាអញ្ចឹងចាអ្នកស្រីនៅក្នុង early ranking នៅក្នុងការសរសេរដំបូងរបស់គាត់គឺនៅក្នុងវិញ្ញាណបត្តនីទេមិនមែននៅក្នុងសេចក្តីជំនុំរះមនុស្សរស់ទេណាបងប្អូននៅក្នុងសេចក្តីជំនុំរះមនុស្សស្លាប់ដែលគាត់បាននិយាយអូខេ Design of X សភៅនៃសេចក្តីស្រឡាញ់786 copy នៅពេលដែលទ្រង់កំពុងតែប្រកាសនៅឡើយព្រះយេស៊ូវទ្រង់បានប្រោសមនុស្សឲ្យរស់ឡើងវិញទ្រង់បានប្រោសកូនរបស់ស្រីមេម៉ាយម្នាក់នៅស្រុកណាអ៊ីន កូនស្រីតែមួយរបស់សាឡាមេឃុំហើយឡាសាជាប្អូនរបស់នាងម៉ារ៉ាម៉ាថាតែពួកនេះមិនបានមានសេរីល្អទេក្រោយពីពួកគេបានរស់ពួកគេត្រូវបានស្លាប់ទៅវិញចានេះខ្ញុំបានប្រាប់បងប្អូនថារស់ពីរក្រុមចាមួយក្រុមដែលគាត់រស់នឹងគឺមានសេរីល្អជាក្តាប់កវីមួយក្រុមដែលរស់3នាក់នេះគឺគេអត់មានសេរីល្អ
ទេគេនឹងស្លាប់ទៅវិញបងប្អូនតាមសាច់ឈាមពុករួយរបស់យើងណាចាគឺអ្នកណាខ្លះដោយបងនាងខ្ញុំបានប្រាប់ហើយគឺឡាសាហើយកូនស្រីស្រីមេម៉ាយនៅស្រុកណាអ៊ីនហើយនឹងកូនស្រីតែមួយរបស់សាលាមេសាលាប្រជុំចាឃើញទេគេរស់ឡើងវិញពួកនេះគេស្លាប់ទៅវិញណាបងប្អូនគេមានស្រីល្អទេចាអញ្ចឹងយើងអរគុណដល់ព្រះអម្ចាស់រស់ពីក្រុមពេលព្រះអង្គយើងមកណាចាប៉ុន្តែពួកអ្នកដែលបានរស់ឡើងវិញពីថ្នូរមកជាមួយព្រះគ្រីស្ទពួកគេរស់ឡើងមានជីវិតអស់កលជានិច្ចអីមែនពួកគេរស់ឡើងនេះគឺជាមួយព្រះគ្រីស្ទគឺបានជីវិតអស់កលជានិច្ចប៉ុន្តែ3អ្នកដែលព្រះអង្គប្រោសឲ្យគេរស់ឡើងវិញគេនឹងស្លាប់ទៅវិញដែលអត់មានស្រីល្អទេណាចាពួកគេបានឡើងទៅឋានសួគ៌ជាមួយនឹងព្រះយេស៊ូវចូលទៅក្នុងទីក្រុងបរិសុទ្ធទុកជាផលនៃជ័យជំនះលើស្ដីស្លាប់និងឋានឃុំប្រលឹងមនុស្សស្លាប់ចាគឺគេមានស្រីល្អគេឈ្នះលើឋានឃុំប្រលឹងនៅមនុស្សស្លាប់ហើយបងប្អូនតនិចនៃស្ដីស្លាប់គឺគេបានឈ្នះហើយទាំងនេះព្រះយេស៊ូវមានបន្ទូលពួកគេបានរួចពីអំណាចរបស់សាតាំងហើយអូចាអាមែនអញ្ចឹងមិនន័យថាគេបានជីវិតអស់កលគឺគេរួចផុតពីអំណាចរបស់សាតាំងហើយប៉ុន្តែយើងនៅក្នុងអំណាចរបស់សាតាំងព្រោះវាមានអំណាចលើជំងឺលើស្ដីស្លាប់ណាចាអញ្ចឹងយើងអានទៅទៀតយើងនឹងយល់បងប្អូនចាគឺទ្រង់បានជួយរំដោះពួកគេខ្ញុំបានជួយរំដោះពួកគេឲ្យរួចពីឋានឃុំប្រលឹងមនុស្សស្លាប់ចាគឺខ្ញុំនោះគឺជាព្រះយេស៊ូវដែលជាផលដំបូងនៃអំណាចរបស់ទ្រង់ចាផលដំបូងនៃអំណាចរបស់ទ្រង់ហើយក៏ជាតំណាងឲ្យអ្នកដែលស្លាប់រស់ឡើងវិញផងដែរឲ្យបានទៅកន្លែងដែលទ្រង់បាននៅនោះដែរនឹងគ្មានសេចក្តីស្លាប់ឬសេចក្តីសោកសង្រេងទៀតឡើយអាមែនអូខេអត់ឃើញលេខណាបាទវាអត់ឃើញលេខប្រហែលនេះខ្ញុំដាក់ចំណាំអូខេនាងខ្ញុំអត់ទៅក្រុមទី2ទេនាងខ្ញុំនៅក្រុមទី1សិនចានេះក្រុមចូលក្រុមទី2បាត់ដែរអូខេអញ្ចឹងនាងខ្ញុំចាប់ផ្ដើមប៉ុណ្ណឹងចូលក្រុមទី1នឹងសិនហើយមិនន័យថាពួកក្រុមទី1ជាកតាបកវីដែលព្រះអង្គរស់ឡើងវិញហ្នឹងមករៀនជាមួយនឹងបងប្អូនបន្ថែមនៅក្នុងឆតចាដើម្បីឲ្យបងប្អូនបានយល់នៅផលទី1នៃមនុស្សស្លាប់នៅផលទី2នៃមនុស្សស្លាប់គឺអ្នកណាជាដង្វាយកវីយើងបានរៀនណាបងប្អូនដង្វាយកវីគឺអ្នកដែលរស់ឡើងវិញជាមួយនឹងព្រះអង្គគឺគេរស់មានសេរីល្អគេឈ្នះលើស្ថានឃុំព្រលឹងនៅឋានឃុំមនុស្សស្លាប់គេឈ្នះលើអំណាចរបស់សាតាំងនេះខ្ញុំមិនដឹងថាយ៉ាងម៉េចបានជាដូចមិនតាន់បានទៅដល់នេះទេមិនក៏មិនឃើញជប់មើលអូនទៅបន្តិចមើលអត់គេឈ្នះលើឲ្យមានធំហើយមានអំណាចលើជំងឺលើស្ដីស្លាប់អីណាដូចអត់ឃើញអូខេមិនឃើញហើយតាមិនដឹងទៅណាចានេះខ្ញុំរៀនព្រឹកមិញដល់ទី16បាទនេះមិនដឹងឃើញលេខបងវាអត់ឃើញលេខអញ្ចឹងយើងទៅឆតត្មងទេចុះចុចណាទៅឆតបងហ៎ចុចណាគឺមិនឃើញមិននៅទៅណាមកពីអ្នកចុចនេះអត់សូវចេះក្នុងការប្រើអស់ហ្នឹងទេចាវាអត់ឃើញខ្ញុំបាត់តាណាខ្ញុំមិនដឹងដែរ
អូនេះចឹងដាក់ឆោតនឹងមកដាក់ចូលទៅក្នុងនឹងនឹងទៅខ្ញុំចង់ឲ្យបងប្អូនស្គាល់នៅដងវាយកវីនេះខ្ញុំចូលតែមួយក្រុមនឹងទៀតនេះខ្ញុំអត់ច្រឡូកច្រឡំទៅក្រុមផ្សេង4ក្រុមទៀតទេដើម្បីបងប្អូននៅស្គាល់នៅដងវាយកវីនេះជាដងវាយកវីដែលរស់ឡើងវិញជាមួយព្រះអង្គមិនចឹងគេរស់ឡើងវិញមានសេរីល្អជាមួយនឹងព្រះអង្គជាដងវាយកវីដែលបងប្អូនចាំទេនៅយូហានចំពុក19ចាដែលម៉ារីគាត់ទៅយំគាត់ទៅយំអត់ឃើញសពព្រះអង្គមិនចឹងហើយដល់ពេលអញ្ចឹងទៅព្រះអង្គមិនហៅនាងហើយទៅគាត់ថាលោកគ្រូដល់ពេលអញ្ចឹងគាត់ចង់ស្ទុះទៅអប់នាងមកព្រះយេស៊ូវប៉ុនព្រះអង្គអត់ទាន់ឲ្យគាត់អប់ព្រឹកគាត់ទៅបវរបិតាសិនទៅយកកណ្ដាប់កវីនឹងទៅនគរឋានសួគ៌បងប្អូនចាទៅយកកណ្ដាប់កវីនឹងទៅនគរឋានសួគ៌អញ្ចឹងជើនាងខ្ញុំចង់ប្រាប់បងប្អូនថាព្រះអង្គរស់ឡើងវិញនៅថ្ងៃ18អញ្ចឹងគេចាប់ព្រះអង្គនៅល្ងាចនៅថ្ងៃ15នៅល្ងាចថ្ងៃ14បុណ្យដំឡូងអញ្ចឹងថ្ងៃ15ថ្ងៃ16ចាគេជំនុំជម្រះព្រះអង្គ7ដងហើយថ្ងៃ17គឺព្រះអង្គនៅក្នុងធ្នូ24ម៉ោងអញ្ចឹងថ្ងៃ18គឺព្រះអង្គរស់ឡើងវិញនេះចាព្រះអង្គរស់ឡើងវិញហើយពួកអ្នកដែលរស់ឡើងជាមួយព្រះអង្គនៅធ្នូបានគេរបើកជាមួយព្រះអង្គនៅក្នុងម៉ាថាយចំពុក27ខ52 53នឹងគេនឹងរស់ឡើងវិញជាកណ្ដាប់កវីនេះឯងចាជាកណ្ដាប់កវីនឹងជាព្រះអង្គជាគំរូនៃកណ្ដាប់កវីហើយពោះឡើងវិញនឹងក៏រស់ឡើងវិញជាមួយព្រះអង្គគេរស់ឡើងវិញមានជីវិតអកលសេរីល្អរបស់ព្រះអង្គគេនៅអកលហ្នឹងគឺជាកណ្ដាប់កវីតពីព្រះអង្គជាគំរូចាចម្រូតព្រះអង្គជាគំរូហើយកណ្ដាប់កវីហើយមកអ្នករស់ឡើងវិញហ្នឹងជាកណ្ដាប់កវីក្រោយព្រះអង្គចាកណ្ដាប់ក្រោយចម្រូតក្រោយព្រះអង្គចាគេយកកណ្ដាប់កវីទៅថ្វាយព្រះអង្គមុនសិនហើយបានគេច្រូតតាមក្រោយទៅទៀតណាចាកណ្ដាប់តំណាងឲ្យកណ្ដាប់កវីនេះឯងអញ្ចឹងកណ្ដាប់កវីនេះថ្វាយម្ដងនៅពេលណានៅសម្រាប់មនុស្សស្លាប់គឺថ្ងៃ18នេះបងប្អូនចានៅនគរឋានសួគ៌កណ្ដាប់កវីហ្នឹងគេថ្វាយនៅនគរឋានសួគ៌សម្រាប់ផលអ្នកណាផលទី1នៃមនុស្សស្លាប់នេះបងប្អូនឃើញទេផលទី1នៃមនុស្សស្លាប់ហ្នឹង40ថ្ងៃដែលព្រះអង្គផ្សាយពីនគររបស់ព្រះអង្គព្រះអង្គផ្សាយពីនគរ40ថ្ងៃនេះគឺនគរអីគឺនគរប្រគុណបងប្អូនការនគរប្រគុណរបស់ព្រះអង្គហ្នឹងព្រះអង្គរកបាន120នេះចានំប៉័ង2សម្រាប់ពេលកោសទី1នេះនំប៉័ង2នេះគឺបាន120គឺជាផលទី1នៃមនុស្សស្លាប់អត់មែនកណ្ដាប់កវីមនុស្សស្លាប់អត់ទេមិនមែនអត្តន័យអញ្ចឹងណាបងប្អូនកុំច្រឡំនាងខ្ញុំធ្លាប់ច្រឡំក្នុងការហ្នឹងកណ្ដាប់កវីនេះគឺគេរស់អស់កលគេមានសេរីល្អគឺព្រះអង្គថ្វាយនៅក្នុងនគរឋានសួគ៌ចាចាប់ឲ្យបានតំណឹងណាចាចាប់ឲ្យបានតំណឹងគឺកវាយដងវាយនៅនគរឋានសួគ៌ថ្ងៃទី18នេះនៅនគរឋានសួគ៌ចាគឺព្រះអង្គយកទៅថ្វាយបវរបិតាហ្នឹងដែលជួបនាងម៉ារីហ្នឹងគឺឲ្យនាងម៉ារីប៉ះហ្នឹងគឺព្រះអង្គយកកណ្ដាប់កវីហ្នឹងទៅថ្វាយព្រះអញ្ចឹងនៅនគរឋានសួគ៌នោះទេមិនមែនពួកមនុស្សផលទី1នៃមនុស្សស្លាប់ហ្នឹងជាកណ្ដាប់កវីមិនមែនទេគឺពួកគេដែលរស់ឡើងវិញជាក្រុមទី1នេះគឺជាកណ្ដាប់កវីណាចាអញ្ចឹងព្រះអង្គបាន40ថ្ងៃហើយបានព្រះអង្គបានរកបាន120នេះជាផលទី1នៃមនុស្សស្លាប់ចាហើយដល់ពេលអញ្ចឹង120ហើយបាន3000 5000ផលទី2នៃមនុស្សស្លាប់ក្រោយដែលពួកសិស្សបាន120ហើយបានចំណុចទឹក3000 5000នោះគឺជាផលទី2នៃមនុស្សស្លាប់បងប្អូនចានាងខ្ញុំចង់ឲ្យបងប្អូនយល់ទៅនឹងព្រោះទាំងនាងខ្ញុំទាំងគេគឺកំជុះទៅនឹងចាកំជុះថាផលដង្រាប់កវាយមនុស្សកវីមនុស្សស្លាប់និងមនុស្សរស់គឺមិនមែនអត្តន័យចឹងនាងខ្ញុំធ្លាប់ច្រឡំចឹងបាននាងខ្ញុំចង់យកការនឹងមករៀនមួយបងប្អូនកណ្ដាប់កវីគឺគេរស់ឡើងវិញមានជីវិតអស់កលហើយមានសេរីល្អគឺកវីនៅនគរឋានសួគ៌ចាក
កវីនៅថ្ងៃ18នេះគឺសម្រាប់មនុស្សស្លាប់ទីផលទី1និងផលទី2ចាបងប្អូនចាប់ឲ្យទាន់ចាគឺជាមនុស្សស្លាប់ផល2នេះចា120ហើយនឹង3000 5000ទៀតគឺជាផលទី2អូខេផលមនុស្សរស់ចាមិនមែនកដាប់កវីមនុស្សរស់ទេណាផលមនុស្សរស់ទី1និងផលមនុស្សទី2នេះកវីនៅក្នុងណានៅនគរឋានសួគ៌ដូចគ្នាយកអ្នករួមមួយព្រះអង្គនឹងដដែលនេះចាដែលរួមមួយព្រះអង្គទៅនគរឋានសួគ៌ហ្នឹងកវីនៅឆ្នាំណានៅ1889នៅសេចក្តីជំនុំរះមនុស្សស្លាប់នេះបងប្អូនចាកវីសម្រាប់មនុស្សផលមនុស្សរស់ចាផលមនុស្សរស់នេះផលទី1មនុស្សរស់ផលទី2នៃមនុស្សរស់ឃើញទេអញ្ចឹងនេះគឺកវីចាប់ផ្ដើមពី1884នឹងមកកវីសម្រាប់មនុស្សរស់44មើលនិយាយឃើញភ្នែកឃើញទេមាត់ទៅនិយាយចុះអញ្ចឹងមិនថាបបោមាត់មិនស្អាតមែន1844កវីសម្រាប់មនុស្សរស់ផលទី1និងផលទី2មនុស្សរស់បងប្អូនឃើញដាក់ទេនេះឃើញឆតហោរាបានតសេឆតនាងខ្ញុំបានប្រាប់បងប្អូនណាបើបងប្អូនយល់ឆតទៅគឺចងចាំហើយយល់ល្អណាបងប្អូននាងខ្ញុំអត់ចេះអង់គ្លេសពីដើមកាលនាងខ្ញុំរៀនមួយជេមីនាងខ្ញុំយល់សម្រាប់ឆតចាគឺឆតនេះឯងឃើញទេនេះចានេះឃើញទេឃើញពី18ផលទី1មកផលទី2ឃើញចូលមកអីចូលមកជំនុំជម្រះគឺឆ្នាំណាដែលព្រះអង្គចូលទៅជំនុំជម្រះនៅក្នុងទីបរិសុទ្ធបំផុតគឺ1844ព្រះអង្គតាំងរាជកូនកំឡោះទៅតាំងរាជនេះទៅតាំងរាជជំនុំជម្រះមនុស្សស្លាប់ដែលជឿព្រះអង្គពីត្រាទី1ដល់ទី6សប្តាហ៍ថ្ងៃណាបងប្អូនចាអញ្ចឹងនាងខ្ញុំចង់ប្រាប់បងប្អូនទៀតថានេះគណៈវិនិច្ឆ័យ24ចា24នេះគណៈវិនិច្ឆ័យ24ហ្នឹងចាគឺជាកណ្ដាប់កវីទៅជាមួយព្រះអង្គនេះចាទៅជាមួយព្រះអង្គនេះចា24ហ្នឹងក៏ទៅជាមួយព្រះអង្គទៅច្រើនគ្រប់ចំនួនចាមកចំនួនតាំងពីចំនួនលោកអាដាមដល់ឈើឆ្កាងទៅច្រើនចានេះឃើញទេហើយតួជីវិតទាំង4នេះចាតួជីវិតទាំង4ហ្នឹងក៏ទៅជាមួយព្រះអង្គនឹងដែរព្រោះតួជីវិតទាំង4នេះតំណាងឲ្យពួកបរិសុទ្ធ4ក្រុមចាពួកបរិសុទ្ធ4ក្រុមពីក្រុមណាទៅក្រុមលោកអាដាមលោកតោចាគឺសឹងចាចំនួនលោកអាដាមចំនួនលោកម៉ូសេកូនគោមកដោយកូនគោចានេះចំនួនលោកម៉ូសេចាចំនួនមកដោយមនុស្សគឺឈើឆ្កាងចំនួនព្រះយេស៊ូវហើយដោយឥន្ទ្រីគឺសេចក្តីជំនុំរះមនុស្សរស់នេះបងប្អូនចាគឺ4ក្រុមឃើញទេគឺពួកហ្នឹងទៅជាមួយព្រះអង្គដែរនេះចាទៅជាមួយព្រះអង្គគឺក្រុមទាំង4ហ្នឹងអញ្ចឹងបានយើងគ្នាខ្ញុំមកក៏អត់យល់ដែរតែយើងរៀនសេចក្តីជំនុំរះមនុស្សស្លាប់ចុងក្រោយនេះមនុស្សស្លាប់មនុស្សរស់ទៅយល់ក្នុងការហ្នឹងនាងខ្ញុំក៏ប្រាប់ចែខ្ញុំចាប្រាប់ចែខ្ញុំទៅនាងខ្ញុំភ្លេចបាត់ហើយដល់ពេលនាងខ្ញុំនិយាយជាមួយគាត់បញ្យល់នាងខ្ញុំមកវិញអញ្ចឹងបាននាងខ្ញុំចូលចិត្តរៀនអីប្រាប់អីដើម្បីប្រាប់គាត់ទៅគាត់ចាំជាងនាងខ្ញុំទៅជួការនាងខ្ញុំប្រាប់គាត់ជួការគាត់ប្រាប់នាងខ្ញុំចាយើងឃើញទេបងប្អូនតួជីវិតទាំង4ក៏ទៅជាមួយព្រះអង្គហើយនេះគណៈវិនិច្ឆ័យហ្នឹងក៏ជាកណ្ដាប់កវីទៅជាមួយព្រះអង្គដែរចានេះឃើញទេនៅក្នុងទីបរិសុទ្ធបំផុតកំពុងតែជំនុំជម្រះមនុស្សស្លាប់ដែលជឿព្រះអង្គដែលទេវតាបានទៅសេនៅក្នុងសភៅបញ្ជីជីវិតរបស់ទេវតាទៅសេទាំងការល្អការអាក្រក់នេះក្រាងនៅក្នុងពហុរបស់ព្រះអង្គខាងស្ដាំនេះចាគឺត្រាបត្រាទាំង7អ្នកណាដែលបើកបានគឺកូនជៀមនេះបងប្អូនព្រះអង្គមកត្រាទី7ក៏នៅដើរតួជាកូនជៀមនៅឡើយឯនៅជំនុំជម្រះមនុស្សរស់ឃើញទេដើរតួជាកូនជៀមនៅឡើយទេបងប្អូនចាយើងអរគុណដល់ព្រះអង្គម្ចាស់មែនតើហើយនេះគណៈវិនិច្ឆ័យនោះដូចនេះខ្ញុំបានប្រាប់គឺជាកណ្ដាប់កវីដែលទៅជាមួយនឹងព្រះអង្គចាយើងអរគុណព្រះអង្គម្ចាស់មែនតើចាបើយើងគ្មានសេចក្តីជំនុំរះមនុស្សរស់នេះមកទេយើងអត់បានយល់នៅសេចក្តីពិតរបស់ព្រះអង្គនេះទេចា
នេះជាព្រេងសគួរដែលយើងត្រូវខំឡើងបងប្អូនដើម្បីឲ្យយើងបានរៀនបានយល់ណាចានាងខ្ញុំថ្ងៃហ្នឹងនាងខ្ញុំគ្រាន់តែបាបបងប្អូនប៉ុណ្ណឹងនាងខ្ញុំភាសាទៀតដើម្បីឲ្យបងប្អូនចាប់បានខ្លាចជូកាចេះតែវ៉ាវទៅបងប្អូនអត់បានយល់ណាចាអញ្ចឹងបងប្អូនភាសាទៀតចាំមើលភាសាទៀតប្រាប់ពីឆតភាសាទៀតដើម្បីបងប្អូនចាប់បានយល់ណាអញ្ចឹងព្រះអង្គរស់ឡើងវិញនៅថ្ងៃ18ហើយកណ្ដាប់កវីក៏រស់ឡើងវិញនៅថ្ងៃ18នឹងដែរព្រះអង្គកវីនៅក្នុងនគរឋានសួគ៌ចាយកគេកវីទៅនគរឋានសួគ៌ម្ដងសម្រាប់ផលមនុស្សស្លាប់ទី1និងផលមនុស្សស្លាប់ទី2ចាកវីនៅនគរឋានសួគ៌នៅដែលព្រះអង្គរស់ឡើងវិញនៅថ្ងៃ18នេះចាគឺផលទី1មនុស្សផលមនុស្សរស់ផលមនុស្សស្លាប់ទី1គឺពួកសិស្សមិនចឹងបងប្អូន120ចាផលទី1មនុស្សស្លាប់គឺពួកសិស្ស120នេះនំប៉័ង2នៅភិនកុសទី1ឃើញទេចាបនថ្ងៃទី50ទី1ឃើញទេនេះចានំប៉័ង2ផលទី2ដែលពួកសិស្សទៅរកបាន3000 5000ដែលចំណុចទឹកគេជឿហ្នឹងគឺផលទី2នៃមនុស្សស្លាប់ចាបងប្អូនចាប់ឲ្យបាននាងខ្ញុំថ្ងៃហ្នឹងគ្រាន់តែយកប៉ុណ្ណឹងដើម្បីបងប្អូនកុំឲ្យបងប្អូនច្រឡំថាកណ្ដាប់កវីមនុស្សស្លាប់មនុស្សរស់អត់ទេកណ្ដាប់កវីគឺគេបានគេជីវិតអស់កលគឺគេមានសេរីល្អគឺអត់មែនគេស្លាប់ទៀតទេគេរស់អស់កលទៅនគរឋានសួគ៌ជាមួយព្រះអង្គកវីគេម្ដងចាជាកណ្ដាប់កវីហ្នឹងជាដែលរស់ទៅជាមួយព្រះអង្គណាចានឹងសម្រាប់មនុស្សស្លាប់ផលទី1ផលទី2ហើយកវីម្ដងទៀតសម្រាប់មនុស្សរស់នៅឆ្នាំ1844សម្រាប់មនុស្សរស់ចាសម្រាប់មនុស្សរស់នេះគឺផលទី1នៃមនុស្សរស់ហ្នឹងគឺ140,000យើងដឹងហើយ140,000ចាផលទី1នៃមនុស្សរស់ផលទី2នៃមនុស្សរស់គឺមួយវងធំចាគឺ second fruit នេះគឺចាផលទី2ហើយភិនកុសទី2នេះចា140,000បានគ្រប់ចំនួនហើយបុណ្យទីថ្ងៃ50ទី2អញ្ចឹងបងប្អូនទៅដឹងទៀតមានបុណ្យថ្ងៃទី50ទី1ព្រះលហិនភ្នំលហិនទី1ហើយភ្នំលហិនទី2គឺជាពួក144,000នេះចាគឺភិនកុសទី2ពួកសិស្សចាប់ដើមដំណឹងល្អចាឃើញទេចាប់ដើមដំណឹងល្អពួកសិស្សណាចាពួក140,000ភិនកុសទី2បញ្ចប់ដំណឹងល្អបាត់នៅសេចក្តីសង្គ្រោះហើយបងប្អូនចាឃើញទេផលទី2ទៅឃើញចប់ហើយត្រឹមនឹងចាគឺផលទី2ខ្លុះហើយនេះ probation ខ្លុះហើយបងប្អូនចានៅផលប្រមូលបានពួកមួយវងធំមកចា Sunday Law ហើយអីហើយប្រមូលបានមួយវងធំគឺបាត់សេចក្តីសង្គ្រោះសេចក្តីវេទនាទាំង7ធ្លាក់មកត្រែទាំង7ផ្លុំត្រែទី7ផ្លុំហើយចាគឺសេចក្តីវេទនាទាំង7ធ្លាក់មហន្តរាយទៅលើពួកអ្នកដែលមិនទទួលនៅព្រះអង្គមិនទទួលនៅសេចក្តីពិតរបស់ព្រះអង្គគឺគេត្រូវសេចក្តីវេទនាទាំង7ពួកយើងចូលទៅណាពួកយើងចូលទៅក្នុងនគរហើយបងប្អូនណៃពួកយើងចូលទៅក្នុងនគររបស់ព្រះអង្គហើយចានៅក្នុងទីនោះហើយចាយើងបានផុតពីសេចក្តីវេទនាទាំង7ពីសង្គ្រាមម៉ាកេដូនពីព្រះអង្គរួមព័ទ្ធយើងដោយកំផែងភ្លើងមិនចឹងចឹងសូមឲ្យព្រះអង្គបានប្រទានពរដល់បងប្អូនទាំងអស់គ្នាតើបងប្អូនបានយល់ខ្លះទេចាយល់ខ្លះក្នុងការនឹងទេព្រោះបុណ្យថ្ងៃទី50ទី1ចា120ហើយនឹងបូកទី2គឺ120ទៀតបាន240គុណនឹង600នេះគឺឲ្យប្រែចិត្តសម្រាប់ព្រះគម្ពីរដំណឹងល្អទាំង5ហ្នឹងឲ្យគេប្រែចិត្តបាន140,000ហើយ40លេខ40ហ្នឹងគឺតំណាងឲ្យព្រះអង្គនៅផ្សាយពីនគររបស់ព្រះអង្គ40ថ្ងៃគុណនឹង3យើងដឹងហើយលេខប្រកេះរបស់ព្រះអង្គពវរបិតាព្រះបុត្រាបាន120ចាគឺពួកសិស្ស120គុណនឹង5លេខ5គឺតំណាងឲ្យព្រះគម្ពីរហើយបាន600ឲ្យគេប្រែសាកលបងការប្រែចិត្តហ្នឹងបាន600គុណនឹង10តំណាងអីបងប្អូន
តំណាងឲ្យពិភពលោកមិនចឹងចា600តំណាងឲ្យពិភពលោកស្មើនឹង6000ជាឆ្នាំអីទុកឲ្យប្រែចិត្តចាគឺចប់600គឺចូល7គឺចប់ហើយបងប្អូនយើងចូលទៅនគរបាត់ចូលនគររបស់ព្រះអង្គបាត់ហើយអញ្ចឹង600នេះទុកឲ្យការប្រែចិត្ត600 6000ទៅប្រែចិត្ត600នេះការសាកល្បងរបស់ព្រះគម្ពីរចា5ក្បាលហ្នឹងណាចាហ្នឹងហើយចានាងខ្ញុំរៀនចូលលេខ10តំណាងឲ្យពិភពលោកលេខ5តំណាងព្រះគម្ពីរលេខ3តំណាងឲ្យប្រកេះព្រះអង្គលេខ40គឺព្រះអង្គផ្សាយពីនគររបស់ព្រះអង្គនគរប្រគុណគឺ40ថ្ងៃចាមិន10ថ្ងៃទៀតគឺព្រះអង្គប្រទាននៅអង្គព្រះវិញ្ញាណផេណកុសទី1មកនៅក្នុង120នាក់នេះចាយើងអរគុណដល់ព្រះអង្គម្ចាស់ប៉ុន្តែ120គឺដល់ពេលម្សែន44000នោះគឺច្រើនជាងព្រះវិញ្ញាណដើមម្ដៅទៀតព្រះវិញ្ញាណចុងម្ដៅនេះគឺច្រើនណាបងប្អូនចាដល់ព្រះវិញ្ញាណដើមម្ដៅតំណឹងល្អបានដល់120ឯដល់ពេលព្រះវិញ្ញាណចុងម្ដៅគឺ140,000ឃើញទេអញ្ចឹងមានន័យថាពួកសិស្សហ្នឹងគឺបាន120ទៅប្រមូលបានច្រើនមែនតើមិនចឹងមិនធំតែ3000 5000គឺច្រើនពួកនឹងដល់ពួកអ៊ីស្រាអែលពួកអីហ្នឹងរស់ឡើងជាក្រុមជាកងទ័ពមិនចឹងនៅក្រុមនៅអេសេគៀលចំពុក47យើងនឹងរៀនជាមួយគ្នាទៅទៀតណាចាអញ្ចឹងពួក140,000ប្រមូលទៅប្រមូលពួកមកវងធំដែលមុនដំបូងបាន20កោតមិនចឹងពីទឹកនៅអេសេគៀល47ពីត្រឹមភ្នែកគោត្រឹមជង្គង់ត្រឹមទូងត្រឹមចកេះត្រឹមទូងគឺរាប់បាន20កោតដល់ពេលដល់ហែលទៅនោះគឺរាប់អត់បានទេរាប់អត់បានទេចាគឺរាប់មិនអស់ចាគឺរាប់មិនអស់ទេទៅផលទី2នៃមនុស្សរស់140,000ផលទី1នៃមនុស្សរស់ពួកសិស្សជាផលទី1នៃមនុស្សស្លាប់ក្រោយពួកសិស្សទៅប្រមូលបាន3000 5000ផលទី2នៃមនុស្សស្លាប់ចានឹងរាប់កវីហ្នឹងកវីបាន2ដងអញ្ចឹងណាអញ្ចឹងសូមឲ្យបងប្អូនបានយល់កុំឲ្យច្រឡំថាកណ្ដាប់កវីមនុស្សស្លាប់កណ្ដាប់កវីមនុស្សរស់មិនអត្តន័យនឹងទេចាគឺផលមនុស្សស្លាប់ផលមនុស្សរស់កណ្ដាប់កវីគឺគេមានជីវិតអស់កលនៅក្នុងនគរឋានសួគ៌ហើយចាគឺកវីម្ដងមនុស្សស្លាប់កវីម្ដងទៀតគឺមនុស្សរស់ព្រោះគេនៅនគរឋានសួគ៌ស្រាប់គេបានជីវិតអស់កលគេមានសេរីល្អរួចទៅហើយកវីនៅមនុស្សរស់ម្ដងទៀតនៅឆ្នាំ1844ចឹងបងប្អូនបានយល់ត្រួសប៉ុណ្ណឹងទៅសូមឲ្យព្រះអង្គបានគង់ជាមួយនឹងប្រទានពរដល់បងប្អូននៅគ្រប់ទីកន្លែងចាសូមឲ្យបានលឺនៅសេចក្តីជំនុំរះមនុស្សរស់នេះហើយឲ្យបងប្អូនបានទទួលនៅសេចក្តីសង្គ្រោះឲ្យបងប្អូនបានរៀននៅក្នុងសេចក្តីជំនុំរះមនុស្សរស់ឲ្យបងប្អូនបានច្បាស់នៅក្នុងការនេះផងដែរដើម្បីកុំឲ្យយើងច្រឡំនៅកណ្ដាប់កវីនេះចាព្រោះនាងខ្ញុំជាទី1ដែលនាងខ្ញុំបានច្រឡំហើយប្រកែកដល់គាត់ទៀតចាប្រកែកប្តីខ្ញុំថាជាពួកកណ្ដាប់កវីជាផលមនុស្សរស់ទី1ឃើញទេអញ្ចឹងបាននាងខ្ញុំយកការនឹងមកបងប្អូនបានយល់នៅក្នុងកណ្ដាប់កវីនិងផលទី1មនុស្សរស់ផលទី2មនុស្សស្លាប់ជាងអរគុណដល់ព្រះអង្គម្ចាស់សូមឲ្យព្រះអង្គបានគង់នៅជាមួយបងប្អូនគ្រប់ទីកន្លែងហើយបងប្អូនបានយល់ថាផលទី1នៃកណ្ដាប់កវីគឺគេបានទៅនគរឋានសួគ៌ជាមួយព្រះអង្គហើយគេនៅក្នុងទីជំនុំជម្រះនៅគណៈវិនិច្ឆ័យហើយនឹងតួជីវិតទាំង4ក៏ទៅជាមួយពួកព្រះអង្គនឹងដែរចាអរគុណព្រះអង្គម្ចាស់មែនទែនសូមឲ្យសេចក្តីជំនុំរះមនុស្សរស់នឹងបានលឺដល់បងប្អូនគ្រប់ទីកន្លែងដែលបងប្អូនដែលបានយល់ពីមុនមកឲ្យបានយល់ទទួលនៅសេចក្តីជំនុំរះមនុស្សរស់ដើម្បីឲ្យបងប្អូនបានសិក្សាបញ្ជាក់បង្ហាញខ្លួនដើម្បីបងប្អូនបានត្រាព្រោះសម័យនេះជាសម័យបោះត្រាហើយកុំបងប្អូនជឿទៅលើមេដឹកនាំរបស់បងប្អូនថាសារនេះខុសបងប្អូនសិក្សាបញ្ជាក់បង្ហាញខ្លួនដល់ខ្លួនឯងកុំឲ្យតាមមេដឹកនាំរបស់បងប្អូនដែលបីហាញនៅជ្រីហ្នឹងចាបងឲ្យទុកចិត្តលើមនុស្សដែលមានក្នុងដកដង្ហើមតាមរុនច្រមុះចាគ្រប់គ្នាគឺដកដង្ហើមតាមរុនច្រមុះព្រោះយើងដកដង្ហើមតាមរុនច្រមុះយើងមិនអាចជួយសង្គ្រោះអ្នកណាបានទេគឺមានតែព្រះទេដែលអាចជួយសង្គ្រោះបងប្អូនបានសូមបងប្អូនអធិដ្ឋានទៅរកព្រះសូមឲ្យព្រះអង្គបាននាំបងប្អូនចុះគ្រប់ទាំងសេចក្តីពិតទទួលនៅសេចក្តីពិតនៅសេចក្តីជំនុំរះមនុស្សរស់បងប្អូននឹងបានភ្លឺទៅផ្អែមទៅ
ចាដូចជាបងប្អូនបានទទួលនៅស្ដីជំនុំរះមនុស្សរស់ហើយបងប្អូនខ្សោយបងប្អូននឹងចាក់ប្រេងបន្ថែមប្រេងសគួរបន្ថែមចាក់បន្ថែមទៀតទៅចាដើម្បីឲ្យជាគៀងរបស់យើងនៅតែភ្លឺយើងដឹងហើយថាយើងត្រូវតែមានជាគៀងហើយមានប្រេងនៅក្នុងជាគៀងនាងខ្ញុំតែងប្រាប់បងប្អូនរំលឹកឲ្យព្រឹកទៀតជាគៀងគឺជាព្រះបន្ទូលរបស់ព្រះអង្គប្រេងនៅក្នុងជាគៀងគឺជាសេចក្តីជំនុំរះមនុស្សស្លាប់ហើយដែលយើងទទួលនៅសេចក្តីជំនុំរះមនុស្សរស់មួយទៀតយើងមានប្រេងសគួរសម្រាប់ចាក់ចាព្រោះយើងសោយបងប្អូនចាបើពន្លឺនោះឯងជាបတ်ទំនាយដល់អញ្ចឹងយើងសោយយើងចេះតែចាក់ថែមទៅជាគៀងរបស់យើងជាភ្លឺយើងចេះដើរទៅមុខទៅបើស្រីព្រហ្មចារីដែលអត់មានប្រេងសគួរគេនឹងលុតកន្លះផ្លូវព្រោះគេមានតែសេចក្តីជំនុំរះមនុស្សស្លាប់ប្រេងនៅក្នុងជាគៀងរបស់គេនឹងរលត់គេបានទទួលនៅសេចក្តីជំនុំរះមនុស្សរស់ជាប្រេងសគួរចាក់បន្ថែមទៀតទេព្រោះព្រះអង្គនឹងមកតាំងរាជព្រះអង្គនៅសេចក្តីជំនុំរះមនុស្សរស់នៅផែនដីនេះព្រះអង្គកំពុងតែជំនុំជ្រះនៅនគរឋានសួគ៌នៅត្រាទី6ចានឹងចូលត្រាទី7ព្រះអង្គនឹងយាងមកផែនដីជំនុំជម្រះមនុស្សរស់នៅផែនដីណាបងប្អូនអរគុណដល់ព្រះអង្គម្ចាស់មែនទែនសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាទាំងបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងៗដើម្បីឲ្យកូនអស់គ្នាបានកាត់ស្បែកតិចដើម្បីបានយល់ព្រោះសូមឲ្យគេបានយល់ដោយគេបានកាត់ស្បែកតិចកុំឲ្យអារក្សាតាំងនឹងបំបាំងតិចនឹងបំបាំងភ្នែកកូនអស់គ្នាថ្នាំលាបភ្នែកហើយឲ្យកូនអស់គ្នាមានអាវនៅស្ដីសុចរិតរបស់ព្រះអង្គមានប្រេងលាបភ្នែកនេះហើយនឹងមាសសម្រងដែលកូនអស់គ្នាខ្វះនេះសូមឲ្យព្រះអង្គបានប្រទានឲ្យកូនអស់គ្នាបានមានព្រោះកូនអស់គ្នាបានបន្ទាបខ្លួនមករកទ្រង់ដើម្បីឲ្យទ្រង់បានបំពេញកូននៅអ្វីដែលកូនអស់គ្នាខ្វះខាតផងដែរព្រះអង្គឲ្យជួយកូនអស់គ្នាទាំងបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងៗអាមែនមុននឹងបញ្ចប់កម្មវិធីថ្ងៃនេះនាងខ្ញុំនាំយកចម្រៀងមួយបទចាបញ្ចប់នៅក្នុងចម្រៀងថ្ងៃនេះនាងខ្ញុំអត់យកច្រើនទេដោយប្រាប់បងប្អូនអញ្ចឹងនាងខ្ញុំយកតែមួយក្រុមនឹងមកដើម្បីឲ្យយល់ពីដង្វាយកវីហើយឲ្យបងប្អូនបានដឹងថាដង្វាយកវីនៅពេលណាខ្លះអញ្ចឹងណាចាបើបងប្អូនមិនច្បាស់ទេបងប្អូនអាចសួរទៀតណាចាដើម្បីឲ្យយើងបានយល់បងប្អូនអាចបើកទៅសៀវភៅខ្មែរបរិសុទ្ធនៅលេខ205ខ្ញុំចង់បំរើត្រង់ចាសូមបងប្អូនអរគ្នាច្រៀងជាមួយនាងខ្ញុំនៅលេខ205ខ្ញុំចង់បំរើត្រង់អាមែន
គុណដល់ព្រះអង្គម្ចាស់កូនអរគ្នាចង់បំរើត្រង់លុះផុតដង្ហើមសូមឲ្យព្រះអង្គប្រទានពរដល់កូនអរគ្នាប្រទានឲ្យកូនអរគ្នាមានដំណោយទានផ្សេងៗដើម្បីធ្វើការត្រង់នៅថ្ងៃចុងក្រោយនេះផងដែរជាពិសេសសូមឲ្យកូនអរគ្នាមានបញ្ញាយោបល់មកពីព្រះអង្គដើម្បីសាយអិនក្រាយដល់បងប្អូនផ្សេងៗមានដៃស្អាតចិត្តបរិសុទ្ធជិះចេញពីអំពើបាបនិងមនុស្សមានបាបផងដែរឲ្យឈ្នះពីវិញ្ញាណរបស់លោកីពីអរិយសាតាំងវិញ្ញាណអាក្រក់ដើម្បីឲ្យកូនអរគ្នាបានទទួលត្រារបស់ព្រះអង្គសូមឲ្យព្រះអង្គបានប្រទានពរដល់កូនអរគ្នាទាំងបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងៗដើម្បីឲ្យកូនសោកសៅនៅវិញ្ញាណរបស់កូនជាមុនដើម្បីសោកសៅដល់វិញ្ញាណបងប្អូនផ្សេងៗដើម្បីឲ្យកូនអរគ្នាមានត្រារាសរបស់ព្រះអង្គពិតប្រាកដគឺគេមានសេចក្តីសង្គ្រោះនៅក្នុងចិត្តចាបងប្អូនដើម្បីឲ្យបងប្អូនផ្សេងៗបានសង្គ្រោះដែរកូនអរគ្នាខំផ្សាយខំប្រាប់បងប្អូនផ្សាយអិនក្រៃនឹងធ្ងោដកដង្ហើមធំដើម្បីឲ្យបងប្អូនបានលឺនៅសេចក្តីជំនុំព្រះមនុស្សរស់នេះដើម្បីមិនឲ្យឈាមនោះធ្លាក់លើដៃកូនអរគ្នាលើក្បាលកូនអរគ្នាទេព្រោះបងប្អូនបានលឺហើយចាបងប្អូនកូនអរគ្នាបានរួចខ្លួនហើយប៉ុន្តែបើមេដឹកនាំរបស់បងប្អូនយកឆាត់មកបាំងកូនអរគ្នាมันមានឈាមនោះធ្លាក់លើកូនអរគ្នាធ្លាក់លើអ្នកដឹកនាំដែលបងប្អូនបានបាំងនៅសមាជិករបស់បងប្អូនទទួលរ៉ាប់រងនៅប្រលឹងបងប្អូនដែលបងប្អូនបំបាក់នោះចោះចាព្រោះយើងដឹងហើយតាការនេះខ្ញុំតែញប្រាប់បងប្អូនតាគឺរក្សាតាំងគឺវាបានទទួលអំពើបាបនោះគឺយើងបានឆេះយូរជាងគេហើយបន្ទាប់មកទេវតារបស់វាចាទេវតារបស់វាហើយបន្ទាប់មកទៀតគឺយើងដឹងថាអ្នកដឹកនាំហើយអ្នកដែលទៅតាមហ្នឹងគឺឆេះតាមអំពើបាបគេរៀងខ្លួនអរិយឆេះឡើង164ថ្ងៃចាអញ្ចឹងសូមឲ្យព្រះអង្គបានប្រទានពរដល់បងប្អូនគ្រប់ទីកន្លែងប៉ុន្តែបងប្អូនកុំឲ្យហួសពេលបើសិនជាយើងដល់ពេលនោះយើងក៏ឆេះជាមួយនឹងមេដឹកនាំបងប្អូនដែរយើងអាចបានសង្គ្រោះទេនឹងសូមឲ្យបងប្អូនបានទទួលពិចារណាឲ្យបានច្បាស់លាស់ដើម្បីបងប្អូនកុំឲ្យជឿលើមេដឹកនាំរបស់បងប្អូនដែលមានខ្យល់ដង្ហើមតាមរុនច្រមុះនេះយើងបងមិនអាចសង្គ្រោះបងប្អូនបានទេគឺបងប្អូនជឿលើព្រះបន្ទូលរបស់ព្រះអង្គបើយើងយកក្រៅពីព្រះបន្ទូលរបស់ព្រះអង្គមិនន័យថាពួកយើងខុសអញ្ចឹងបងប្អូននឹងត្រូវទាំងអស់ហើយគ្រាន់តែថាយើងមានសេចក្តីជំនុំរះមនុស្សរស់ទៀតដែលបងប្អូនអត់មានដល់អញ្ចឹងបងប្អូនថាពួកយើងខុសយើងអរគុណព្រះសូមព្រះអង្គបានប្រទានពរដល់បងប្អូនទៀតទ្វារនៅបើកឡើយទេបើទ្វាររបស់ព្រះអង្គនៅបើកព្រះអង្គបាត់ក៏គ្មានអ្នកណាបើកបានដែរបងប្អូនចាំឡោះឲ្យតន់ទ្វាររបស់សេចក្តីសង្គ្រោះនៅបើកនៅឡើយទេនៅបោះត្រាមួយ140,000នៅឡើយទេម្លោះឲ្យសូមឲ្យបងប្អូនមកចូលមកតន់ពេលដើម្បីឲ្យបងប្អូនបានសង្គ្រោះទទួលនៅសេចក្តីសង្គ្រោះបងប្អូនបានត្រារបស់ក្រឹតវិន័យហើយបងប្អូនបានទទួលនៅត្រាមួយទៀតគឺត្រាចុងរដូវនឹងបងប្អូនបានជីវិតអកលក៏បងប្អូនមិនបានដល់ក៏បងប្អូននឹងរស់ឡើងវិញនៅក្នុងក្រុមពួកបរិសុទ្ធផងដែរចា៎យើងអរគុណដល់ព្រះអង្គម្ចាស់នៅថ្ងៃបរិសុទ្ធនេះបងប្អូនអធិដ្ឋានបញ្ចប់ជាមួយនាងខ្ញុំនៅក្នុងថ្ងៃនេះទាំងអស់គ្នាចា៎ហាឡេលូយ៉ាអរគុណដល់ព្រះអង្គម្ចាស់នៅថ្ងៃសប្តាហ៍នេះដែលកូនបានយកនៅមេរៀនសេចក្តីជំនុំការរស់ឡើងវិញ5ក្រុមនេះមករៀនជាមួយបងប្អូនសូមឲ្យព្រះបន្ទូលនេះបានលើដល់បងប្អូនផ្សេងជាពិសេសគឺដល់សវណ្ណេវន្ធីរបស់យើងដែលកូនជាមរបស់ព្រះអង្គនៅគ្រប់កន្លែងបានលើនៅស្ដីសង្គ្រោះសូមព្រះវិញ្ញាណទាំង7ធ្វើការច្រោយទឹកដាក់ជីកូនអរគ្នាអ្នកព្រោះព្រះអង្គឲ្យកូនអរគ្នាព្រោះទៅនេះសូមឲ្យព្រះអង្គជ្រោយទឹកដាក់ជីនៅព្រះវិញ្ញាណធ្វើការអស្ចារ្យនៅលើបងប្អូនផ្សេងដើម្បីបងប្អូនផ្សេងបានយល់នៅស្ដីពិតស្ដីជំនុំរះមនុស្សរស់ឲ្យគេបានទទួលនៅស្ដីសង្គ្រោះដើម្បីគេចូលមកក្នុងក្រោលរបស់ព្រះអង្គដើម្បីឲ្យគេបានធ្វើការនេះផងដែរព្រោះទ្វាររបស់ព្រះអង្គនៅបើកនៅឡើយទេសូមឲ្យព្រះអង្គបានជួយក្នុងការនេះកូនអរគ្នាមិនមានអំណាចមិនមានអ្វីដែលធ្វើនោះទេគ្រាន់កូនអរគ្នាជាឧបករណ៍ដែលជាដីដែលព្រះអង្គបានសូនឡើងហើយព្រះអង្គបានប្រើកូនអរគ្នាទៅតាមផាតីត្រង់ឲ្យប្រទានឲ្យកូនអរគ្នាមានអំណោយទានផ្សេងដើម្បីធ្វើការត្រង់ព្រះអង្គឲ្យទូតែកូនអរគ្នាល្ងីល្ងើនិយាយភ្លេចមុខភ្លេចក្រោយឬក៏មិនចំតួសយ៉ាងណាក៏ដោយកូនអរគ្នានៅតែខំដើម្បីអំណោយទានដែលព្រះអង្គបានប្រទានឲ្យដើម្បីឲ្យកូនអរគ្នាបានធ្វើការព្រះអង្គដើម្បីព្រះអង្គបានប្រទាននៅ
ណោទៀននៅទៀតដែលជាព្រះវិញ្ញាណចង់ឲ្យដកពីអ្នកដែលអត់មាន1000នោះយកទៅឲ្យអ្នកដែលមាន5000នេះសូមឲ្យកូនអស់គ្នាបានវិញ្ញាណដបលនេះវិញ្ញាណទាំងពីរនេះទាំងដើមម្ដៅចុងម្ដៅមិនភ្លក់នៅស្ដីស្លាប់នោះសូមឲ្យព្រះអង្គប្រទានពរដល់កូនអស់គ្នាទាំងបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងកូនសូមគ្រប់ការទាំងអស់កូនតែងទៅទូថ្វាយនិងអរព្រគុណហើយសូមឲ្យសេចក្តីជំនុំរះមនុស្សរស់នេះលើដល់បងប្អូនហើយបងប្អូនបានកាត់តិចនេះកាត់នៅកាត់ចិត្តកាត់តិចនេះដើម្បីឲ្យគេបានលឺនៅសេចក្តីជំនុំរះមនុស្សរស់នេះព្រះអង្គឲ្យកាត់តិចចិត្តនេះដើម្បីឲ្យគេបានទទួលនៅសេចក្តីសង្គ្រោះរបស់ព្រះអង្គទទួលនៅសេចក្តីជំនុំរះមនុស្សរស់នេះដើម្បីឲ្យគេបានចូលនៅក្នុងចំណោមដែលព្រះអង្គកំពុងរើសតាំងព្រោះព្រះអង្គកំពុងតែបោះត្រានៅ140,000មិនទាន់គ្រប់នៅឡើយទេម្ល៉េះឲ្យគេមានឱកាសដើម្បីទទួលនៅសេចក្តីសង្គ្រោះរបស់ព្រះអង្គកូនសូមទូលថ្វាយគ្រប់ការទាំងអស់កូនតែងទទួលដាក់គ្រប់នៅលើព្រះអង្គកូនមិនអាចធ្វើការនេះបានទេកូនទូនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនកាត់ជាស្បែកបោះតែនិយាយច្រឡំចាសូមឲ្យព្រះអង្គបានគង់នៅជាមួយបងប្អូនគ្រប់ទីកន្លែងចាយើងជួបគ្នាទៀតនៅក្នុងម៉ោង10បងប្អូនចាតាមបើបំរើរបស់ទ្រង់នឹងគាត់នឹងបរៀននៅមេរៀនផ្សេងទៀតសូមព្រះអង្គទានពរគង់ជាមួយបងប្អូនគ្រប់ទីកន្លែងនៅក្នុងរយៈពេល6ថ្ងៃនៅធ្វើការនៅក្នុងជីវិតសាច់ឈាមឬបងប្អូនទៅគ្រប់ទីកន្លែងហើយនៅបងប្អូននៅផ្ទះផងដែរសូមឲ្យព្រះអង្គគង់ជាមួយប្រទានពរបងប្អូនការពារបងប្អូននៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន